រឿងនេះគឺខ្ញុំបានចង់ធ្វើវាយូរហើយក៏មើលតាំងពី3-4ឆ្នាំមុនដែរក៏ប៉ុន្តែឥឡូវនេះទើបតែចិត្តធ្វើដោយសារតែការមុនព្យាយាមគិតកុំឲ្យជាប់រឿងគេអីចឹងណាតែឥឡូវនេះគឺយើងមកធ្វើរឿងហ្នឹងហើយដើម្បីបំពេញក្តីស្រឡាញ់របស់យើងអូខេតោះចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាសាររឿងនេះគឺចាប់ផ្ដើមឡើងពីការជប់លៀងរបស់ព្រះដើម្បីអបអរទៅកាន់កញ្ញាម្នាក់ដែលមានឈ្មោះថារីស្តាដែលបានឡើងតំណែងទៅជាទេពអសរថ្នាក់ខ្ពស់នៅគឺទេពអសរថ្នាក់ S ក៏ប៉ុន្តែអ្នកណាចង់បានរ៉េង S មួយហ្នឹងក៏ព្រោះថាអារ៉េងកាន់តែខ្ពស់ការងារនឹងគឺកាន់តែខ្លាំងបិសាចនឹងគឺកាន់តែសាហាវរហ័សទៅនាទីរបស់នាងនឹងគឺធ្វើការកោះហៅជាមួយនឹងវរៈបរោះម្នាក់ដើម្បីមកជួយសង្គ្រោះផែនដីហើយនាងក៏ត្រូវកោះហៅជាមួយនឹងវរៈបរោះមួយចំនួនមកដូចគ្នាផងដែរហើយនៅពេលនេះនាងក៏មានបំណងចង់ធ្វើការកោះហៅជាមួយនឹងវរៈបរោះមកពីប្រទេសជប៉ុនវិញម្ដងដោយសារតែនាងគឺគិតថាបរោះនៅជប៉ុនគឺសុទ្ធតែស្អាតប្រកែហើយបើគេគឺការឡើងមកសម្រាប់តែការសង់ព្រៃនឹងតែម្ដងហើយអង្គុយរឿងមួយថ្ងៃទៅនាងក៏បានមើលឃើញថាគឺមានតែ Honda Yamaha Suzuki ហើយនិយាយថាប្រទេសបកាច់យកស្អីមកឈ្មោះតែប៉ុណ្្នឹងចឹងរហ័សនៅពេលហ្នឹងនាងក៏បានឃើញជាមួយនឹងវរៈបរោះម្នាក់ដែលមានឈ្មោះថាសៃយ៉ានាងក៏បានចាប់អារម្មណ៍តែម្ដងក៏ព្រោះថាអបម្នាក់គឺមានត្រឹមតែ level 1នោះទេក៏ប៉ុន្តែ state របស់គេវិញគឺសុទ្ធតែមាន level ខ្ពស់តែម្ដងនៅពេលហ្នឹងនាងក៏បានគិតថាចំហើយចុះណាអីក៏បកាយខ្លាំងម្ល៉េះអីក៏ល្អយ៉ាងនេះខ្ញុំក៏ពិតជាមានសំណាងយកតែម្ដងតែប៉ុណ្ណេះខ្ញុំនឹងបានខ្លាចទៅជាទេពអសរដែលអស្ចារ្យជាងគេនៅលើឋានសួគ៌ហើយរហ័សនេះគឺមិនចាំយូរនោះទេក៏បានធ្វើការកោះហៅបរោះម្នាក់នោះមកភ្លាមហេច្រឡំវរៈបរោះនេះមិនមែនសៃយ៉ានេះសៃអស់រែងដែររហ័សនៅពេលនោះប៉ុណ្ណេះនឹងក៏បានធ្វើការកោះហៅវរៈបរោះម្នាក់នោះមកភ្លាមដែលគេនឹងគឺពិតជាស្អាតយកតែមែនតែម្ដងមានជាមួយនឹងកម្ពស់ 1.8 ម៉ែត្រមានជាមួយនឹងសក់រសស្អាតក៏ដូចជាជាមួយនឹងសាច់ដុំធំហើយនឹងក៏បានគិតថាអាយុថែបហ្មងក៏ប៉ុន្តែគួរឲ្យស្ដាយខ្លាំងណាស់ក៏ព្រោះតែស្នេហារវាងមនុស្សជាមួយនឹងទេវតាគេត្រូវបានហាមឃាត់រហ័សនៅពេលនោះនឹងក៏បានធ្វើការនិយាយសាគមសៃយ៉ាតែម្ដងថាជំរាបសួរចាខ្ញុំបានគឺជាទេពធីតាដែលបានធ្វើការកោះហៅលោកមកកាន់ទីនេះក៏ព្រោះតែលោកក៏ត្រូវធ្វើជាវរៈបរោះដើម្បីជួយសង្គ្រោះពិភពមួយនេះពិតជាសំណាងខ្លាំងណាស់ដែលបានទេពអសរដ៏ស្រស់ស្អាតដូចជាខ្ញុំនិយាយស្វាគមន៍បាននេះនិយាយពីថាធ្វើបុណ្យ10ជាតិហ្នឹងក៏មិនបានផងរហ័សនៅពេលហ្នឹងសៃយ៉ាក៏បាននិយាយថាចំហើយអញនៅណាហើយយាយចាស់ឯងណាគេយាយចាស់ហៅប៉ុណ្ណាគេយាយចាស់មកអសរដូចត្រង់តែបាញ់នេះគឺសត្វប៉ុណ្ណាហើយគេយាយចាស់ច្រឡំចិត្តតិចខ្ញុំគឺជាទេពអសរមិនមែនជាយាយចាស់ទេណាហើយខ្ញុំហៅលើកមកទីនេះគឺដើម្បីធ្វើជាវរៈបរោះជួយសង្គ្រោះផែនដីឥឡូវនេះលោកធ្វើការស្រ័យតាមខ្ញុំទៅស្រ័យថា status លោកសៃយ៉ាក៏បានស្រ័យថា property អបកាញឲ្យស្រ័យថា status ស្រ័យអីផ្សេងចឹងណាតនាការដែរតនាការមិនសំខាន់ស្រ័យតាមគ្នាភ្លាម status ទៅនៅពេលហ្នឹងសៃយ៉ាក៏បានស្រ័យតាមនេះលោកមើលទៅណានៅពេលដែលលោកស្រ័យបាននឹងភ្លាមលោកអាចមើលឃើញជាមួយនឹងកម្លាំងរបស់ខ្លួនឯងថាមកពោក៏ដូចជា level របស់ខ្លួនឯងឥឡូវនេះសិនជាលោកយកអំពីកម្រិតដំបូងរបស់ខ្លួនឯងហើយណាតើយើងធ្វើដំណើរទៅកញ្ចប់បេសាយទាំងអស់គ្នាក៏ប៉ុន្តែនៅពេលហ្នឹងសៃយ៉ាក៏បានតបទៅវិញថាអត់នៅទេក៏ព្រោះថាបើសិនជាគេតើឥឡូវនេះគេអាចនឹងស្លាប់ជាបង្ការដូច្នេះហើយគេគឺសុំពេលវេលាដើម្បីរៀបចំខ្លួនសិនហើយនៅពេលហ្នឹងគេបានដល់អាវឬស្តានៅពេលហ្នឹងក៏បានគាត់ថាអុយមិនអាចនៅទេប្រយ័ត្នទៅពីនេះមិនអាចធ្វើបាននៅទេក៏ព្រោះថាតំណស្នេហារវាងមនុស្សជាមួយនឹងទេវតាក៏ត្រូវបានហាមឃាត់មិនអាចនៅទេចាំនាងជប់ក្រែដល់កៅអៅសិនអត់ធ្វើអីផងគឺថាសៃយ៉ាគេគ្រាន់តែចង់ហាត់បានតែប៉ុណ្ណោះដើម្បីឲ្យគេទាំងខ្លួនរស់មិនពេលទៅធ្វើបេសកកម្មឬហើយដោយសារតែសៃយ៉ាគឺកំពុងតែហាត់ប្រាណបែបនេះហើយឬសាយនឹងគឺគ្មានអ្វីធ្វើនៅទេនឹងក៏បានទៅនិយាយលេងជាមួយនឹងបងស្រីរបស់ខ្លួនដើម្បីជួយថាអារ៉េបានធ្វើការល្អតែម្ដងថាមិនដឹងវរៈបរោះប្រកាច់យកខ្មៅយកស្អីនៅទេនិយាយវាថាខ្លាចនេះខ្លាចនោះពេញតែដឹងតែម្ដងរហ័យមួយថ្ងៃគឺគេទៅហាត់ប្រាណនៅពេលហ្នឹងផងដែរអារ៉េក៏បាននិយាយថាวันនឹងជ្រើសហើយជាមួយនឹងវរៈបរោះមកហើយនឹងគួរគុំតែបញ្ញាពេកនឹងគួរតែព្យាយាមសម្រាប់សម្រួលនៅជាមួយនឹងគេសិនទៅឬស្តាក៏បានមើលតទៅវិញហើយនឹងក៏បានគិតថាថ្ងៃនេះគឺតែខាត់ទៅអូក្បាលប៉ែមើលនេះចេញពីម៉ូតូហាប្រាណតតែបានក៏តែក្រតនេះបាទទ្វាភ្លាមបាទរហ័សនិយាយទៅនឹងគឺមិនអាចអូក្បាលប៉ែមើលនេះចេញពីម៉ូតូហាប្រាបានទេហើយគេក៏បានហាត់ប្រាណរយៈពេលមួយសប្តាហ៍គេក៏ឡើង level 2 level 1ឡើងទៅដល់ level 18គ្រាន់តែពីការហាត់ប្រាណតែប៉ុណ្ណោះដូច្នេះហើយនៅពេលហ្នឹងគេក៏បាននិយាយថាគេបានត្រៀមខ្លួនរួចរាល់ហើយរីស្តាក៏បានបើកជាមួយនឹង portal ដើម្បីជួយដំណើរគេជូនទៅកាន់ភូមិតូចមួយក្រោយពេលធ្វើដំណើរទៅដល់ហើយនិយាយថាប៉ែមើលនេះគឺប្រយ័ត្នម៉ែប្រយ័ត្នមែនតែម្ដងសម្រាប់ធ្វើដំណើរមកដល់ទីនេះហើយក៏គេគិតថាសត្រូវអាចមានគ្រប់ទីកន្លែងហើយសម្រាប់តែនៅភូមិនេះអាចជាបិសាចប្រែកាឡាកថាបានដែរនិយាយទៅក៏ប៉ែមើលនេះគឺប្រយ័ត្នគ្រប់ពេលវេលាយកតែម្ដងពួកគេក៏បានជួយជាមួយនឹងក្មេងស្រីម្នាក់ដែលមានឈ្មោះថានីណាក៏បានជួយពួកគេទៅកាន់កន្លែងលក់ item ហើយនិយាយថាប៉ែមួយនេះវិញគឺទិញ item ឡើងសុទ្ធតែ item តែងទៅគឺការពារខ្លាចតែគេវាយងាប់នឹងឯងហើយក្រោយពេលទិញ item ហើយ Rista ហ្នឹងគឺចង់ឲ្យគេធ្វើដំណើរទៅវាយបិសាចអីខ្លះដើម្បីសាកល្បងអាវុធអីចឹងណានៅពេលប៉ុណ្ណេះពួកគេក៏បានជួយជាមួយនឹងនីណាម្ដងទៀតហើយនីណាក៏បាននិយាយថានៅទីនេះក៏មានជាមួយនឹងបិសាចធំអីនៅទេគេមានត្រឹមតែស្លាមទៅតូចអីនៅទេរហ័សដោយសារតែមើលឃើញប៉ែមួយនេះហាក់ដូចជាប្រយ័ត្នជ្រុលនឹងខ្លាចជ្រុលបែបនេះនៅពេលហ្នឹងផងដែរនីណាក៏បានធ្វើការប្រកួត
មួយជាមួយនឹងផ្កាមួយដែលជាយន្តសំណាងឲ្យទៅកាន់គេដូចគ្នាផងដែររហ័សនៅពេលហ្នឹងរីស្តាក៏បានអបៈម្នាក់ឲ្យទៅជួបជាមួយនឹងបិសាចស្លែមួយនោះដើម្បីឲ្យគេសាកល្បងក្បាច់គុណរបស់គេអីចឹងណាក៏ប៉ុន្តែអបៈមួយនេះវិញគឺនិយាយពីថាក៏តកូនស្លាមតូចមួយនោះទេនិយាយពីថា spam skill វាយមកដល់ដៃវាយឡើងកៅអៅរបស់រីស្តាហ្នឹងចង់ឆេះអត់ទៅហើយហើយវាយ skill មួយជុំវិញងុំដាក់អើទីទៀតហើយអើទីមិនមែនដាក់តែម្ដងទៀតដាក់ឡើង3 4ដងដល់ក្រោយពេលដែលគេប្រើប្រាស់ skill វាយជាមួយនឹងកូនស្លាមដ៏តូចមិននេះហើយនៅពេលនោះផងដែរស្រាប់តែមានជាមួយនឹងបិសាចធំពិតប្រាកដចេញមកតែម្ដងដែលនេះគេមានឈ្មោះថាម៉ាឈីណាគឺជាម្នាក់នៅក្នុងចំណោមមេតបទាំង4របស់ស្ដេចបិសាចក៏ពុទ្ធនាងបានទទួលជាមួយនឹងសញ្ញាថាមានជាមួយនឹងវរៈបរោះម្នាក់បានធ្វើការកោះហៅមកកាន់ពិភពលោកមួយនេះហើយដូច្នេះហើយនៅពេលនេះនាងគេបានមើលដើម្បីមើលឃើញថាចំយៈម្នាក់គឺល្វែធំយតែមែនតែម្ដងពេលគេទៅពីអ្នកគឺមិនអាចឆាត់ទៅលើនាងបានទេហើយក៏បានសួរទៅកាន់សញ្ញាថាក៏ធ្វើបែបណា Hey, I'm going to go to the gym. 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 I'm going to go to the g
ហើយគេក៏បាននិយាយថាក៏មករំខានការហាត់ប្រាណរបស់គេឲ្យសោះ Resta នៅពេលហ្នឹងក៏បានទៅបន្ទប់របស់នាងក៏បានប្រើប្រាស់ជាមួយនឹងកាយវិទ្យារបស់ខ្លួនដើម្បីមើលថាតើ Machina នៅពេលនេះគឺកំពុងតែធ្វើអ្វីនៅពេលហ្នឹងក៏បានមើលឃើញថា Machina ក៏បានធ្វើបានអ្នកភូមិនៅពួកគេទៅទិញអីវ៉ាន់មុនហ្នឹងបានគម្រាមថាបើសិនបើ Resta ជាមួយនឹងសៃយ៉ាមិនវិលត្រឡប់មកវិញនោះទេនឹងគឺនឹងសម្លាប់មនុស្សម្នាក់ក្នុងរយៈពេល10នាទីទៅ Resta មិនចាំយូរនោះទេក៏បានធ្វើដំណើរចូលជាមួយនឹងសៃយ៉ាតែម្ដងក៏ប៉ុន្តែសៃយ៉ាក៏នៅតែបំប្រងធ្វើដំណើរទៅជាមួយនឹងនាងនោះទេដែលបាននិយាយថាគេគឺមិនទាន់ទិញខ្លួនរួចរាល់ឡើយរហូតដល់ជារយៈពេល10នាទីត្រូវមានមនុស្សស្លាប់ម្នាក់ក៏ដោយក៏សៃយ៉ានៅតែនិយាយថាគេគឺមិនអាចទៅបាននោះទេក្នុងពេលឥឡូវនេះ Resta ក៏បាននិយាយថាក្រែងបរិបរក៏ត្រូវតែជួយសង្គ្រោះមនុស្សភ្លាមៗមិនអាចទេនៅពេលនោះសៃយ៉ាក៏បានតបទៅវិញថាក្រែងពេលវេលានៅឋានសួគ៌ក៏ដើរលឿនជាងពេលវេលានៅឋានមនុស្សមិនអាចទេអញ្ចឹងរយៈពេល10នាទីនៅឋានសួគ៌ក៏មានពេលវេលា16ម៉ោងដែរដូច្នេះហើយគេមានថាគេគឺនៅសល់ពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការហាត់ប្រាណរហូតដល់ពេលហ្នឹងក៏បានឃើញថា Machina ក៏មានបណ្ដាញចង់ធ្វើការសម្លាប់ឪពុករបស់នីណាហើយមិនត្រឹមតែប៉ុណ្ណោះទេនេះគេមានបណ្ដាញចង់ធ្វើការសម្លាប់នីណាដូចគ្នាផងដែរ Resta ក៏បាននិយាយថាតែគេពិតជាមិនខ្វល់មិនអាចទេនៅតែបន្តហាត់ប្រាណរបស់ខ្លួនទៀតទាំងដែលនីណាគឺជាក្មេងស្រីដែលគេឲ្យស្រឡាញ់និងបានប្រកល់ជាមួយនឹងយន់សំណាងឲ្យមកកាន់គេគឺជាមនុស្សដែលមកពីចក្រវាឡផ្សេងនៅពេលដែលគេស្លាប់ក៏អាចវិលត្រឡប់ទៅកាន់ចក្រវាឡដើមរបស់គេបានក៏ប៉ុន្តែអ្នកភូមិទាំងអស់នោះក្រោយពេលដែលគេស្លាប់ហើយពួកគេគឺមិនអាចវិលត្រឡប់ទៅណាបាននោះទេសៃយ៉ានៅពេលហ្នឹងនៅតែតបទៅវិញថាគេគឺត្រូវការពេលវេលាសិនដូច្នេះហើយនៅពេលនោះបាត់ដែរទៅ Resta បាននិយាយថានៅពេលនេះនាងគឺយកហើយនាងគឺដឹងហើយថាបែបនេះគេពិតជាកំសាកខ្លាំងនាងគឺមិនគួរកោះហៅគេតាំងតែពីដំបូងក៏ព្រោះថាបែបនេះគឺមិនមែនត្រឹមតែខ្លាចខ្លាំងនោះទេគឺថែមទាំងកំសាកទៀតផងនៅពេលនោះបាត់ដែរសៃយ៉ាក៏បានតបទៅវិញថាគេគឺមិនអាចស្លាប់បាននោះទេបើសិនបើគេស្លាប់នៅភូមិទាំងអស់នោះគឺគេមិនអាចជួយសង្គ្រោះបានព្រោះលោកមួយនេះនឹងត្រូវស្លាប់តាមគេដូចគ្នាផងដែរនេះហើយក៏ជាមូលហេតុដែលគេត្រូវតាត្រៀមខ្លួនឲ្យបានរួចរាល់សិនរហូតដល់ពេលហ្នឹង Resta នេះក៏មានបណ្ដាញចង់ធ្វើការteleportទៅកណ្ដាលភូមិតែម្ដងតែនេះក៏ត្រូវបានមួយដៃរបស់សៃយ៉ាដែលគេហ្នឹងគេបាននិយាយថាប្រកាច់យកឲ្យទៅteleportអីចូលកណ្ដាលភូមិហ្នឹងគេមកមើលឃើញហើយតែគេមើលឃើញគេមិនរៀបចំជាមួយនឹងអន្តររងចាំពួកគេហើយរងចាំពួកគេទៅដល់បាច់ស្លាប់ជាមិនខានឆ្នៃteleport ដាក់ portal ទៅកន្លែងកណ្ដាលព្រៃណាសិនទៅចាំរត់ចូលភូមិតាមក្រោយនៅខាងរបស់ Machina ដែលសារតែរងចាំយូរពេកនៅពេលហ្នឹងនេះគឺមានបំណងចង់ធ្វើការសម្លាប់ឪពុករបស់នីណាទៅហើយក៏តែនៅពេលហ្នឹងបរិបររបស់យើងក៏បានធ្វើដំណើរមកដល់នៅប្រប្រាស់ជាមួយនឹងក្បាច់តាខ្យល់ធ្វើការវាប្រហារទៅលើ Machina រហូតដល់ពេលហ្នឹង Machina ក៏បានគេផុតក៏តែការវាប្រហារមកនេះគឺមិនមែនសំដៅទៅលើនាងនោះទេគឺគ្រាន់តែចង់ដកខ្សែឲ្យទៅកាន់ឪពុករបស់នីណាតែប៉ុណ្ណោះក្រោយពេលនីណាចំណាឪពុករបស់នាងចាក់ចេញហើយ Machina ជាមួយនឹងសៃយ៉ាក៏បានធ្វើការវាគ្នាក៏តែនៅពេលហ្នឹងយើងក៏បានឃើញថា Machina គឺមិនមែនមានត្រឹមតែ level ប៉ុណ្ណឹងទេគេនាងអាចធ្វើការបង្កើន level របស់នាងទៅមួយកម្រិតទៀតហើយនៅពេលហ្នឹងដោយសារតែ Machina គឺមិនអាចធ្វើអ្វីទៅលើសៃយ៉ាបានទេនៅពេលហ្នឹងផាណានេះគេបានសារចិត្តប្រប្រាស់ជាមួយនឹងតម្រងចុងក្រោយរបស់ខ្លួនរបស់យកដាវចាក់ទៅលើពួររបស់នាងហើយនៅពេលហ្នឹងក៏បានបញ្ចេញជាមួយនឹងរៀលបេសាយប្រកាសចេញមកតែម្ដងទៅក៏ប៉ុន្តែទៅជានៅពេលនេះ level របស់ Machina ឡើងខ្លាំងជាងមុនខ្លាំងយ៉ាងណាក៏ដោយនេះនៅតែមិនអាចធ្វើអ្វីទៅលើសៃយ៉ាបានទេជាមូលហេតុដែលធ្វើឲ្យ Resta នឹងគេឆ្ងាយតែម្ដងថាបែបនេះគេលាក់ level របស់គេមិនអាចទេមូលហេតុអ្វីបានជា Machina មិនអាចធ្វើអ្វីទៅលើគេបានសោះអញ្ចឹងដូច្នេះហើយនៅពេលនេះម្ដងនេះក៏បានជាយាមមើលទៅកាន់ level របស់គេក៏ប៉ុន្តែបែបនេះគេមានជាមួយនឹងសោចាក់មិនអាចធ្វើឲ្យ Resta មើលឃើញបានឡើយរហូតដល់ពេលនោះផងដែរ Resta នេះក៏បានព្យាយាមមើលរហូតដល់តលៀមភ្នែកទៅហើយទៅបាយបបាយជាមួយនឹងសោចាក់របស់សៃយ៉ាបានហើយក៏បានឃើញថាអាបែបនេះគឺមិនមែនអត់នោះទេ level របស់គេគឺធំយកតែមែនតែម្ដងជាមួយនឹង state របស់គេផ្សេងទៀតមិនថាជាមួយនឹង magic defense ជាមួយនឹង magic level ឬមួយក៏ physical defense អីទេគេគឺមានគ្រប់យ៉ាងគ្រប់សក់យកតែម្ដងជាមូលហេតុធ្វើឲ្យ
រីស្តានឹងគឺខឹងយកតែម្ដងមូលហេតុអ្វីបានជាអាប៉ែម្នាក់គឺលាក់ល្បែមិនឲ្យនាងដឹងអញ្ចឹងទៅហើយនៅពេលហ្នឹងទៅរីស្តាបានដឹងថាអាប៉ែសៃយ៉ាម្នាក់គេគឺពិតជាប្រុងប្រយ័ត្នយកតែមែនតែម្ដងទៅបីជានៅពេលនេះគឺមានជាមួយនឹងកម្រិតខ្ពស់ល្បែខ្ពស់ជាងមកឈិនណាយ៉ាងណាក៏ដោយគេនៅតែបន្តប្រុងប្រយ័ត្នជានិច្ចតែគេគឺនៅតែបន្តវឹកហាត់រហូតដល់តែគេមានអារម្មណ៍ថាគេគឺមានជាមួយនឹងសមត្ថភាពថាយកឈ្នះ 100% ទៅលើមកឈិនណាបានហើយទៅបីជាទម្រង់ថ្មីរបស់មកឈិនណានៅពេលនេះខ្លាំងយ៉ាងណាក៏ដោយមានថាអពសាហាយ៉ាងណាក៏ដោយក៏ប៉ុន្តែនឹងគឺមិនអាចយកឈ្នះទៅលើសៃយ៉ាបាននោះទេមកឈិនណាក៏ពិតជាខ្លាំងពិតមែនក៏ប៉ុន្តែនឹងគឺជឿរើសជាមួយនឹងដៃគូខរហើយនៅពេលហ្នឹងសៃយ៉ាក៏យកឈ្នះទៅលើមកឈិនណាបានយ៉ាងងាយស្រួលក្រោយពេលដែលបានយកឈ្នះហើយចែរបស់យើងនឹងក៏បានរត់ទៅអោបសៃយ៉ាតែម្ដងដើម្បីនិយាយថាអូយហើយប្តីណាគេក៏ប្រកែម្លេះអូយថែបហ្មងនេះថែបហ្មងនេះជួយការពារអូនផងជួយការពារអូនផងអូនជានារីទុនខ្សោយសៃយ៉ាក៏បានតទៅវិញថាហាក់ក្រែងទេវតាក្រែទេវតាអត់ចេះងាប់អីការពារស្អីអូយការពារអូនផងអូនជាក្មេងតូចការពារអូនផងហើយនាងក៏អន់ចិត្តទៅលើអបៈមួយនេះខ្លាំងមែនទែនមូលហេតុអ្វីអញ្ចឹងគេលាក់បាំងជាមួយនឹងល្បែពិតរបស់គេមកកាន់នាងសៃយ៉ានៅពេលហ្នឹងក៏បានតបទៅវិញថាគឺមកពីចាឯងមកចង្រៃខ្លាំងពេកតែហ៊ានដឹងថាល្បែពិតរបស់គេប្រមាណហ្នឹងសឿមព្រួលប្រាប់ឲ្យសត្រូវដឹងមុនអស់ទៅហើយតែហើយនៅពេលហ្នឹងក៏បានឃើញថានៅភូមិយាចនាក៏បានមកអរគុណមកកាន់ពួកគេឲ្យកាដូទៅកាន់ពួកគេជាពិសេសជាមួយនឹងមេភូមិក៏មានម្ដងរៀបចំជាមួយនឹងពិធីជប់លៀងមួយឲ្យទៅកាន់ពួកគេដូចគ្នាប៉ុណ្ណេះក៏ប៉ុន្តែសៃយ៉ានៅពេលហ្នឹងក៏បាននិយាយថាការប្រយុទ្ធគឺមិនទាន់ចប់នៅទេក៏ព្រោះថាបំណែកសាកសពរបស់ម៉ាស៊ីនណាក៏នៅដដែលអញ្ចឹងណាដូច្នេះគេគឺចង់ធ្វើការសម្អាតចោលតែម្ដងបាទគឺប្រើប្រាស់ចំនួនថាអពូលភ្លើងដុតពេញភូមិដុតប៉ុណ្ណឹងមកជុំទេងុំប្រើប្រាស់ជាមួយនឹងអាទីជាមួយនឹងភ្លើងថានរកធ្វើការបំផ្លាញភូមិមួយនេះចោលតែម្ដងអញមិនដឹងថាវរៈបរោះសង្គ្រោះភូមិមិនក៏វរៈបរោះបំផ្លាញភូមិទេនេះហើយមេភូមិហ្នឹងក៏បាននិយាយថាបានអរគុណច្រើនជំរាបលាមកបាច់មកទៀតទេនៅថ្ងៃក្រោយហើយនីណាចំណាឪពុករបស់នាងក៏បានមកអរគុណនៅគ្នាប៉ុណ្ណាដែលនីណានឹងក៏បាននិយាយថាទៅបីជាបិសីយ៉ានេះមកទៅជួយឈួតបាច់លប់យ៉ាងណាក៏ដោយក៏ប៉ុន្តែគេគឺជាព្រះបរោះដែលបានជួយសង្គ្រោះនាងជាមួយនឹងឪពុករបស់នាងហើយគេគឺជាមនុស្សល្អខ្លាំងណាស់ហើយនៅពេលហ្នឹងរីស្តាក៏បាននាំសៃយ៉ាចាក់ចេញតែម្ដងទៅរីស្តានៅពេលហ្នឹងក៏មានបណ្ដាចធ្វើដំណើរទៅកាន់ទីក្រុងបន្ទាប់ទៀតក៏ប៉ុន្តែសៃយ៉ាក៏បានតទៅវិញថាអត់នោះទេធ្វើត្រឡប់ទៅកាន់ឋានទេវតាវិញគឺចង់ធ្វើការវឹកហាត់បន្ថែមទៀតអញ្ចឹងហើយដំណើរសងព្រេងរបស់ពួកគេនេះគឺមិនទាន់បានទៅណាទេគឺមិនទៅធ្វើត្រឡប់ទៅកាន់ឋានទេវតាវិញនឹងឯងក្រោយពេលដែលធ្វើត្រឡប់ទៅឋានទេវតាវិញហើយគឺនិយាយថាបិសៃយ៉ានេះគឺគិតតែវឹកហាត់ជារៀងរាល់ថ្ងៃជាមូលហេតុដែលធ្វើឲ្យរីស្តានេះគឺពិតជាខឹងយកតែមែនតែម្ដងហើយក៏បានទៅអង្គុយលូប្រាប់ទៅកាន់អេរីអញ្ចឹងណាមកដឹងថាព្រះបរោះខ្មៅយកស្អីទេមួយថ្ងៃគឺតែហាត់ប្រាណអីនឹងឯងហើយនៅពេលហ្នឹងស្រាប់តែសៃយ៉ាគេក៏បានធ្វើដំណើរមកទីនេះដើម្បីសាររកជាមួយនឹងរីស្តាតែម្ដងគឺដោយសារតែទោះបីជាគេខិតខំវឹកហាត់យ៉ាងណាក៏ដោយល្បែរបស់គេក៏ជាប់កាំងនៅមួយកន្លែងគឺមិនឡើងល្បែទៀតនោះទេនៅពេលហ្នឹងរីស្តាក៏បានគិតថាឱកាសរបស់នាងគឺបានមកដល់ហើយពេលវេលាដែលនាងរងចាំយូរក៏បានមកដល់ហើយក៏បាននិយាយថាអញ្ចឹងណែលើកគួរទៅសាកល្បងជិះទៅខាងក្រៅធ្វើការប្រយុទ្ធគ្នាជាមួយនឹងបិសាចអីទៅក៏លោកបានជាមួយនឹង experience ក៏ប៉ុន្តែសៃយ៉ាក៏បានតទៅវិញថាអត់ទៅគេមិនខ្ចីទៅបើគេទៅនៅពេលនេះបាច់ជាស្លាប់ជាមិនខានហើយនៅពេលហ្នឹងអេរីគេក៏មានដំណោះស្រាយមួយឲ្យទៅកាន់គេដែលបាននិយាយថាមូលហេតុអ្វីអញ្ចឹងគេមិនប្រើវឹកហាត់ជាមួយនឹងទេវតាតែម្ដងទៅការដែលវឹកហាត់ជាមួយនឹងទេវតាគឺមានចំណុចសុវត្ថិភាពហើយនឹងទទួលបានចំណុចអេសូរៀនច្រើនដូចគេប៉ុណ្ណេះក៏ប៉ុន្តែអ្វីដែលសំខាន់គឺត្រង់ថារីស្តានេះគឺជាអតិទេពហៀវចំណែកឯអារីវិញនេះគឺជាអតិទេពនៃការសៀវមិនមែនជាទេវតានៃការប្រយុទ្ធអីនោះទេហើយនៅពេលនោះផាត់ដែរអារីនេះក៏មានជាមួយនឹងបរិសម្នាក់ដែលធ្វើការវឹកហាត់ជាមួយនឹងសៃយ៉ាបានដែលគេគឺជាកម្ពុជាដែលប្រាស់ដាននៅលើឋានសួគ៌ដែលមានឈ្មោះថាសេសរ៉ាហើយការដែលវឹកហាត់ជាមួយនឹងសេសរ៉ាថ្ងៃទី1នេះក៏បាននិយាយថាអត់អីនោះទេអូនមួយនេះល្អខ្លាំងណាស់ថ្ងៃទី2នេះក៏បាននិយាយថាអត់អីទេកែមើលទៅដូចជាមិនស្រួលចំណែកថ្ងៃទី3វិញគឺនិយាយពីថាហាមសួរកុំសួរដឹងនៅកុំសួរមិនបាច់សួរទេហើយក្រោយពេលដែលចូលទៅដល់ថ្ងៃទី4ហ្នឹងក៏បានឃើញថាប៉ែបនេះគេបានរត់ពួនបាត់ទៅហើយគេក៏បាននិយាយវត្តការរីស្តាថាព្រះបរោះរបស់នេះគឺមិនមែនជាមនុស្សធម្មតាទេគឺជាមនុស្សឈួតយកតែម្ដងនិយាយថាហាត់ម៉ែអោហាត់តាហាត់ចេះហាត់ហើយហាត់ឈប់ហាត់សំបីតែពេលស៊ីបាយហ្នឹងក៏មិនមានដែរឥឡូវនេះគេខ្លាំងជាងមុន10ដងទៅហើយក៏ប៉ុន្តែគេនេះគឺនិយាយថាគេគឺមិនឈប់នោះទេគេនឹងហាត់រហូតតែគេខ្លាំងជាងមុន100ដងហើយឲ្យសិស្សសារហ្នឹងទៅកំដរហាត់ទៀតតែគេខ្លាំងជាងមុន100ដងទៅគេឈប់ហើយនៅពេលហ្នឹងសៃយ៉ាក៏បានមករកគេឃើញដើម្បីចាប់គេទៅធ្វើហាត់តែម្ដងសិស្សសារគឺជាទេវតាម្នាក់ដែលស្រឡាញ់ដាវខ្លាំងក៏ស្រឡាញ់ចិត្តបោះដាវរបស់ខ្លួនចោលក៏ព្រោះតែគេគឺមិនចង់ធ្វើហាត់ជាមួយនឹងអបិសៃយ៉ាមួយនេះទៀតនោះទេចំណែកអេរីស្តាវិញក៏ចង់ជួយដែរក៏ប៉ុន្តែនៅពេលហ្នឹងស្រាប់តែអារីក៏បាននិយាយថាអេស្តាក៏មានម្ដងចង់ជួយជាមួយនឹងរីស្តាដូច្នេះហើយរីស្តាក៏បានចាក់ចេញទៅតែបានជួយសិស្សសារនោះទេអេស្តាហ្នឹងក៏បានធ្វើការនិយាយប្រាប់ទៅកាន់រីស្តាថាអបិសៃសារនេះកាលពីមុនគឺជាមនុស្សធម្មតាទេក៏ប៉ុន្តែគេក៏បានចាក់កំណែខ្លះទៅជាទេវតាហើយគេក៏បានបបងជាមួយនឹងការចងចាំរបស់គេទៅហើយនៅពេលនេះក៏គឺមានជាមួយនឹងការងារមួយឲ្យទៅកាន់នាងក៏ដូចជាវរៈបរោះរបស់នាងក៏ឲ្យនាងធ្វើដំណើរទៅកាន់ទីក្រុងមួយនៅពេលដែលពួកគេធ្វើដំណើរទៅដល់ហើយគឺមានជាមួយនឹងកងទ័ពជំនួយជួយពួកគេទាំងពីរនាក់ហើយដោយសារតែនៅពេលនេះរីស្តាគឺមានជាមួយនឹងហាត់ផលដើម្បីធ្វើការហៅសៃយ៉ាធ្វើដំ
ដំណើរសងព្រេងហើយនៅពេលនេះក៏បានទៅសាររកអបមុននេះនៅកន្លែងវឹកហាត់ក៏តែទៅដល់ក៏បានឃើញថាគឺមិនមែនជាការវឹកហាត់ធម្មតានោះទេគឺថាសៃយ៉ាវាយសិស្សនេះវាយយកតែម្ដងឬហើយប្រកេតទៅពេលនេះក៏បានធ្វើដំណើរទៅដល់ទីក្រុងមនុស្សក៏បានឃើញថាអ្នកភូមិគឺកំពុងតែចម្លៀសខ្លួនគឺដោយសារតែនៅពេលនេះក្រុមតាយានស៊ុំប៊ីកំពុងតែធ្វើដំណើរមកកាន់ទីក្រុងមួយនេះហើយប្រកេតក៏បានចូលទៅខាងក្នុងដើម្បីទិញជាមួយនឹងអាយធីមមួយចំនួនអីចឹងណាហើយក៏បាននិយាយថាអាយធីមដែលស្រួលចាប់ការទៅលើស៊ុំប៊ីនោះគឺជា Holy Water ឬហើយលោកបងសៃយ៉ាយើងនេះវិញគឺជាកម្ពុជាបរោះគឺជាកម្ពុជាមនុស្សយកតែម្ដងនិយាយថាមិនមែនទិញ1ទិញ2ដើម្បីការពារខ្លួនទេគេមានម្ដងចង់ធ្វើការទិញម្ដង1010តែម្ដងទៅនៅលោកនៅពេលហ្នឹងក៏បានតទៅវិញថាគេមិនអាចទិញ1010បានទេហាត់ផលនោះគឺទី1គឺដោយសារតែ1010គឺច្រើនពេកគេមិនអាចដាក់តាមខ្លួនទាំងអស់ឡើយហាត់ផលនោះគឺ1010ក៏ជាច្រើនយុទ្ធមែនតែម្ដងវាក៏ពិតជាធ្ងន់ខ្លាំងណាស់ហាត់ផលទី3នឹងសំខាន់ជាងគេនោះគឺហាត់របស់គាត់ក៏មានចំនួនដល់1010ឡើយនៅពេលហ្នឹងសញ្ញាក៏បានខឹងបាននិយាយថាហេតុលក់ប្រកាច់យកស្អីចឹងហ៎ដោយសារនៅពេលហ្នឹងក៏បានខឹងនឹងទិញត្រឹមតែ10តែប៉ុណ្ណោះគេក៏បានធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីជួយជាមួយនឹងកងទ័ពជំនួយហើយនៅពេលហ្នឹងក៏មានជាមួយនឹងលោកឪម្នាក់បានធ្វើការសារគមពួកគេក៏តែនិយាយមិនទាន់បានប្រមាណផងសញ្ញាក៏បានយកជាមួយនឹង Holy Water ចាក់ទៅលើក្បាលលោកឪម្នាក់នេះហើយក៏បានមើលឃើញថាការផ្ទើលោកឪម្នាក់នេះគឺជាស៊ុំប៊ីនោះទេរីស្តាក៏បានឆ្ងល់ថាចង់មិនបានជាគេដឹងថាអបម្នាក់គឺជាស៊ុំប៊ីសញ្ញាក៏បានទៅវិញថាមនុស្សចាស់អាចនឹងស្លាប់ឆាប់នៅពេលដែលគេស្លាប់ហើយកាត់ជាស៊ុំប៊ីទៅហើយសញ្ញាគឺឈរតែពីចម្ងាយតែប៉ុណ្ណោះក៏អាចធ្វើការកាប់ស៊ុំប៊ីម្នាក់ដាច់ជាកង់ក៏ប៉ុន្តែដោយសារតែជាស៊ុំប៊ីគឺមិនចេះស្លាប់ឡើយនៅបាននិយាយថាថ្ងៃស្អែកនេះលោកម្ចាស់របស់គេនឹងធ្វើការដឹកនាំកងទ័ពស៊ុំប៊ីចំនួន10000នាក់ធ្វើដំណើរមកកាន់ទីនេះជាមិនខានសញ្ញាក៏បានទៅវិញថាអរគុណច្រើនសម្រាប់ព័ត៌មានមួយនេះក្រែងគេគឺជាស៊ុំប៊ីមិនចេះស្លាប់មិនណាឬទេមិនអីទេចាំគេធ្វើឲ្យស៊ុំប៊ីមួយនេះស្គាល់ជាមួយរសជាតិស្លាប់ម្ដងទៀតរីសានៅពេលហ្នឹងក៏បានដឹងថាគឺមានរឿងអ្វីកើតឡើងហើយនាងក៏បានធ្វើការចាប់ដូនជីចាប់ជាមួយនឹងអ្នកចម្បាំង2នាក់ទៀតធ្វើការរត់ចេញទៅខាងក្រៅក៏ពុទ្ធនាងដឹងថាបក្សយាម្នាក់គឺចង់ធ្វើអ្វីរត់ពណ៌ដៃរត់ងាប់ជុយមរៀនឡើយបាទត្រឡប់របស់សៃយ៉ាក្រោយពេលដែលសារសត្រូវហើយគេក៏បានប្រើជាមួយនឹង skill របស់គេបំផ្លាញសាកសពយកតែម្ដងគឺដាក់ជាមួយនឹង skill ដាក់យកជាពិសេសជាមួយនឹងក្បាច់គុណប្រចាំតកោរបស់ខ្លួននោះគឺភ្លើងឋាននរកធ្វើការកំទេចព្រះវិហារមួយនេះចោលរហ័យដូនជីគ្រាន់តែងើបពីសន្លប់មកវិញឃើញព្រះវិហារត្រូវបានបំផ្លាញនាងក៏បានសន្លប់ទៅវិញរហ័យពេលនេះទៀតគឺជាអ្នកដែលបានបញ្ជូនមកឲ្យមកជួយពួកគេគឺមានឈ្មោះថា Mas ជាមួយនឹង Ilalu គឺជាអ្នកដែលមានជាមួយនឹងឈាមជ័រត្រាកនគិនក៏ប៉ុន្តែសៃយ៉ានៅពេលហ្នឹងក៏បានតទៅវិញថាពីរអ្នកឯងក៏នៅក្មេងហើយល្បែតូចខ្លាំងណាស់ទៅតែល្បែ6ល្បែ7ហ្នឹងឲ្យយកឯអត្រាការគេអត្រាការកងទ័ពជំនួយឡើយមកជាមួយនឹងអ៊ីឡូក៏បានតទៅវិញថាទៅបីជានៅពេលនេះល្បែរបស់ពួកគេទៅយ៉ាងណាក៏ដោយក៏តែពួកគេក៏នៅក្មេងហើយឆ្លាស់ហើយគេមានថាគេនៅមានពេលវេលាច្រើនដើម្បីបន្ថែមចូលនៅល្បែរបស់ពួកគេក៏តែសៃយ៉ាក៏បានតទៅវិញថាគេនៅតែមិនចង់បានឲ្យពួកគេត្រឡប់ទៅវិញទៅហើយនៅពេលនោះដែរសាស្ត្រមេធាជាច្រើនមកធ្វើដំណើរមកកាន់ទីនេះដើម្បីសួរថាតើអ្នកណាគឺជាអ្នកបំផ្លាញព្រះវិហារទាំងអស់នេះនៅពេលនោះផងដែរបាទរីសានេះគឺគិតអីមិនចេញទេក៏ប្រធានាគឺមិនដឹងថាដល់ស្រ័យបែបណាឡើយក៏តែស្នើល្អដូនជីក៏បានជួយពួកគេទាំងអស់គ្នាដែលបាននិយាយថាព្រះវិហារនេះគឺត្រូវបំផ្លាញដោយសារតែបន្សាច់មកធ្វើការបន្លំខ្លួនធ្វើទៅជាលោកឪនឹងបានប្រតិកម្មពួកគេថាស្អែកគេមានជាមួយនឹងទាហានខ្មោចចំនួន100000នាក់មកធ្វើដំណើរមកកាន់ទីនេះហើយក៏តែកំភៃអីក៏ព្រោះថាទេវតាមកធ្វើការបញ្ជូនជាមួយនឹងអ្នកក្លាហានចំនួន2នាក់ក៏ដូចជាទេអសរម្នាក់ជាមួយនឹងវរៈបរោះម្នាក់ឲ្យបញ្ជូនពួកគេក្រោយតែដឹងថាសៃយ៉ាគឺជាវរៈបរោះហើយទាហានទាំងអស់នោះក៏បានធ្វើការលុចជង្គង់សាគមគេតែម្ដងដើម្បីសួរថាតើពួកគេអាចធ្វើអ្វីបានសៃយ៉ាក៏បានតទៅវិញថាលុយអញចង់បានលុយពួកឯងមានលុយអញប្រមាណណារីស្តាក៏បានសួរថាហាប៉ែឯងនឹងវរៈបរោះក៏ចោលប្លន់ហ្នឹងចង់បានទៅលុយសៃយ៉ាក៏បានតទៅវិញថាគេគឺចង់បានលុយដើម្បីអានឡុកជាមួយនឹង skill ថ្មីរបស់គេទៀតដូច្នេះក៏បានសួរថាមានលុយប្រមាណឲ្យគេក្រុមទាហានទាំងអស់នោះក៏បាននិយាយថាកុំបារម្ភអីទីភូមិរបស់គេហ្នឹងមានលុយគួរសមដែរចាំគេរៀបចំឲ្យទៅកាន់សៃយ៉ារហ័សសៃយ៉ាក៏បានប្រតិកម្មក្រុមទាហានទាំងអស់នោះថាមិនបាច់ធ្វើដំណើរទៅណាទេឲ្យពួកគេចូលទៅក្នុងភូមិដើម្បីការពារនៅភូមិផ្សេងទៀតទៅរហ័សក៏ប្រតិកម្មម៉ាស់ក៏ដូចជាអ៊ីលូដូចគ្នាផងដែរថាពួកគេមិនបាច់ទៅណាទេមកទៅជួយគេឡើយឲ្យនៅទីនេះជាមួយនឹងទាហានទាំងអស់នេះដើម្បីការពារនៅភូមិភ្លាមទៅហើយម៉ាស់ហ្នឹងក៏បានខឹងដោយសារតែអបមុននេះនិយាយមើលងាយខ្លួននៅពេលហ្នឹងគេក៏បានដាក់ចេញទៅបាត់ទៅរីស្តាក៏បានសួរទៅកាន់សៃយ៉ាថាតើគេចង់ធ្វើអ្វីសៃយ៉ាក៏បានតទៅវិញថាមូលហេតុអីឲ្យពួកគេទៅរងចាំរហូតដល់ថ្ងៃស្អែកហើយអ្វីក៏ពួកគេមិនទៅវាយអាស៊ុំប៊ីទាំងអស់នោះនៅថ្ងៃនេះតែម្ដងទៅហើយគេក៏ចង់ទៅវាយស៊ុំប៊ីទាំងអស់នោះឲ្យបានមុនរីស្តានៅពេលហ្នឹងក៏បានដឹងថាការពិតទៅមូលហេតុតែគេមិនចង់ឲ្យអ៊ីឡូលូជាមួយនឹងម៉ាស់ធ្វើដំណើរទៅជាមួយគឺដោយសារតែបែបនេះហើយគឺគេគ្រាន់តែចង់ការពារពួកគេទាំងពីរនាក់តែប៉ុណ្ណោះក៏ប៉ុន្តែរឿងដែលចម្លែកនោះគឺត្រង់ថាបាទសូម្បីតែរីស្តាហ្នឹងក៏គេមិនឲ្យទៅជាមួយដូចគ្នាផងដែររីស្តានៅពេលហ្នឹងក៏បានថាយីម៉ាក់អាប៉ែចង្រៃយកមួយនេះនាងគឺជាទេវសាគឺជាអ្នកដែលបានក៏ហៅគេមកកាន់ពិភពលោកមួយនេះមូលហេតុអ្វីអាចគេទុកនាងចោលនាងគឺមិនចោះចាញ់គេនោះទេដោយឃើញថាសៃយ៉ាគេបានអាឡុកជាមួយនឹង skill ថ្មីដែលគេចេះហោះនោះនៅពេលនោះផងដែរនាងក៏បានធ្វើការសូត្របាលីអោណាទេវតាទាំងឡាយទាំងពួងអើយនាងខ្ញុំគឺជាទេវអសរគឺជាស្អីស្អាតជាងគេនៅលើពិភពលោកមួយនេះខ្ញុំសូមធ្វើការបួងសួងសូមឲ្យទេវតាទាំងអស់ប្រកួតស្លាប់ឲ្យមកកាន់ខ្ញុំភ្លាមក្រោយពីទទួលបានជាមួយនឹងស្លាប់ហើយរីស្តានាងក៏បានជាយាមហោះតាមសៃយ៉ាក៏តែទៅវិញនាងខំហោះយ៉ាងណាបន្ថែមល្បឿនយ៉ាងណាក៏ដោយក៏ហោះមកតអបមួយនេះនោះទេនៅពេលហ្នឹងសៃយ៉ាក៏បានធ្វើទៅឡោវិញកាន់ដៃរបស់នាងក៏បានធ្វើឲ្យរីស្តានាងក៏បានគិតថាអូយបរិយអីក៏ល្អខ្លាំងម្ល៉េះគេធ្វើត្រឡប់មករកគេធ្វើត្រឡប់មកវិញនេះគឺដើម្បី
យកខ្ញុំទៅជាមួយមែនទេអូយទេបើសោះជាមួយនឹងវរៈបារោះអីក៏សំគ្នាម្ល៉េះនោះទេសយានៅពេលហ្នឹងក៏បានហៅឈ្មោះរយនៅថារីស្តាក៏បានថានេះក៏ថាអូយហៅឈ្មោះអូនពេញទៀតស្រឡាញ់អូនមែនហ្នឹងអូយគួរឲ្យស្រឡាញ់មែនអ្នកសំថាបមួយសយាក៏ថាខ្ញុំមិនថែមលបឿនហើយនិយាយថាហោះលឿនម៉ែអើលឿនហើយហោះឡើងរីស្តាបកអាចេញក្រូចពេញលើមេឃហើយសម្បីតែរោមរបស់នេះក៏រស់អស់ដូចគ្នាផងដែរក្រោយទៅដល់ហើយពេលគេក៏បានឃើញជំនាន់ទាហានស៊ុំប៊ីទាំងអស់នោះនៅពេលផងដែរសយាក៏បាននិយាយថាគេមូលហេតុដែលគេមកទីនេះគេចង់ប្រើប្រាស់ជាមួយនឹងវិជាគុណមួយដែលធ្វើការសម្លាប់ទាហានទាំងអស់នេះត្រឹមតែមួយក្បាច់យកតែម្ដងជាមួយនឹងមេដឹកនាំរបស់ពួកវាហើយដោយសារតែការបំផ្លាញគឺខ្លាំងពេកនេះហើយគឺជាមូលហេតុដែលគេមិនអាចរងចាំរហូតដល់ថ្ងៃស្អែកបានដែលវិជាគុណមួយនោះគឺជាក្បាច់ទម្លាក់ឯកផ្កាយបាទដែលសយាគ្រាន់តែទម្លាក់ឯកផ្កាយត្រឹមតែមួយដុំតែប៉ុណ្ណោះក៏អាចធ្វើការសម្លាប់ទាហានស៊ុំប៊ីទាំងអស់នេះបានភ្លាមហើយនៅពេលនោះផងដែរគេមានបំណងចង់ធ្វើការទម្លាក់ក្រទី2តែគេនឹងក៏បាននិយាយថាអូយក្បាច់មួយនេះគឺពិតជា5ម៉ាណារបស់គេច្រើនអត់តែមែនតែម្ដងច្រើនខ្លាំងណាស់គឺ5ម៉ាណារបស់គេអស់ 5% ងាប់អញស្មានអស់ច្រើនអស់ 5% លូហត់អស់ម៉ាណាក្រោយពេលដែលសយាបានធ្វើការសម្លាប់ទាហានស៊ុំប៊ីទាំងអស់នោះហើយនៅពេលនោះដែរនៅភូមិទាំងអស់នេះក៏មានសុវត្ថិភាពឡើងមកវិញក៏ប៉ុន្តែនៅពេលនោះក៏មានរឿងមួយបានកើតឡើងក៏ព្រោះថាម៉ាស់នៅពេលនេះគេបានបាត់គ្រោះរយៈពេល2ថ្ងៃមកហើយឬហើយសយានៅពេលនេះគេក៏បានបង្កើតបានជាមួយនឹងដាវថ្មីមួយតែដាវនេះគឺធ្វើចេញមកពីសក់របស់រីសាគឺដោយសារសក់របស់នាងគឺមានជំនឿថាមកពលដូច្នេះគេអាចយកជំនឿថាមកពលនៃសក់របស់នាងទៅបង្កើតទៅជាអាវុធថ្មីបាននៅពេលហ្នឹងស្រាប់តែមានគេយកជំនឿនឹងកដោមួយឲ្យមកកាន់ពួកគេទាំង3នាក់ដែលនោះគឺជាកញ្ចក់មួយក៏ប៉ុន្តែនៅពេលហ្នឹងពួកគេក៏បានឃើញថាមកខាងទៅនៅកញ្ចក់ម៉ាស់ក៏ត្រូវបានគេចាប់ខ្លួនមកទៅហើយដែលមកនៅគេមានឈ្មោះថា Dead Mala ឬក៏ហៅខ្លីត្រឹមថា Dead ដែលក៏បាននិយាយថាសំណាងល្អខ្លាំងណាស់ដែលប្រហែលថ្ងៃមុននោះគេបញ្ជាខ្មោច zombie ទាំងអស់នោះឲ្យធ្វើដំណើរទៅតាមរយៈ Bluetooth អីចឹងណាចឹងហើយគេបានទៅជាមួយនឹងទេកុំឲ្យគេងាប់ចិត្តរយតាមកូនចៅរបស់គេហើយក៏បានធ្វើការគម្រាមទៅកាន់សយាថាបើខ្លាំងណាស់មកដល់គេអត់ឃើញមកហើយក៏បាននិយាយប្រាប់ទៅកាន់ម៉ាស់ថាសុំចាញ់គេទៅសិនជាគេចង់រស់តែម៉ាស់បើជានិយាយថាខ្ញុំឮថាសយាក៏បានយកឈ្នះទៅលើទាហានស៊ុំប៊ីទាំងអស់នោះមិនដែរទេឯងក៏ពិតជាអស្ចារ្យខ្លាំងយកតែមែនតែម្ដងខ្ញុំសង្ឃឹមថាក្រោយពេលដែលខ្ញុំស្លាប់បាត់ទៅលោកគឺនៅតែបន្តធ្វើជាវីរបុរសជួយសង្គ្រោះផែនដីមួយនេះដែលនេះគឺមិនមែនជាអ្វីដែលដេតចង់លើនោះទេហើយនៅពេលនោះផងដែរសយាក៏បានឲ្យរីស្តាធ្វើការបើផតថដើម្បីធ្វើដំណើរទៅកាន់ឋានទេវតាវិញហើយនៅពេលហ្នឹងគេបានប្រើប្រាស់ជាមួយនឹងដាវថ្មីរបស់គេនេះធ្វើការកាប់ដៃរបស់ដេតតាមកញ្ចក់យកតែម្ដងក្រោយពេលទៅដល់ឋានទេវតាវិញហើយសយាក៏បាននិយាយថាបើសិនបើដេតចង់ធ្វើការសម្លាប់ម៉ាស់គឺមានរយៈពេល10វិនាទីហើយដល់ឋានសួគ៌មួយនេះគឺមានរយៈពេល16វិនាទីដូច្នេះហើយពួកគេនឹងសាររណាម្នាក់ដែលជឿពួកគេធ្វើដំណើរទៅដល់ទីតាំងរបស់ដេតបានរហើយម្នាក់នោះគឺជាអ៊ីស្តាដែលជាលោកយាយចំណាស់នឹងជឿព្រឹត្តិការណ៍ប្រចាំឋានសួគ៌មួយនេះក៏មិនតែអបសយាមួយនេះគឺមិនខ្វល់អ្វីឡើយដើម្បីនិយាយថាណែបើយាយចាស់យាយក៏ដឹងហើយថាខ្ញុំមកទៅនេះដើម្បីចង់បានអីត្រូវឯងកុំនិយាយតប៉ែមួយខ្ញុំច្រើនជួយខ្ញុំទៅភ្លាមទៅគេក៏បានបាត់ផុតថោជួយពួកគេទៅពេលទៅដល់ទីតាំងរបស់ដេតភ្លាមរហើយនៅពេលហ្នឹងសយាក៏បានធ្វើការយកគ្នាជាមួយនឹងដេតក៏ប៉ុន្តែដោយសារតែការយកគ្នារវាងសយាជាមួយនឹងម៉ាស៊ីនណាការផលិតមុននោះពួកគេក៏បានដឹងអំពីថាអំពើរបស់សយាហើយដូច្នេះហើយនៅពេលហ្នឹងពួកគេក៏បានធ្វើការបញ្ជូនជាមួយនឹងបិសាចភ្លើងឲ្យធ្វើការយកគ្នាជាមួយនឹងសយាដោយសារតែសយាគឺជាមនុស្សម្នាក់ដែលប្រើប្រាស់ជាមួយនឹងថាអំពើភ្លើងដូច្នេះហើយភ្លើងទៅនឹងភ្លើងគឺមិនអាចធ្វើអ្វីទៅលើគ្នាបាននោះទេរហើយបិសាចមួយនេះគឺខ្លាចតែកោតតែប៉ុណ្ណោះសយាក៏បាននិយាយថាអរគុណច្រើនខ្លាំងណាស់អូនដែលអូនឯងបានធ្វើការនេះប្រាំពីចំណុចខ្សោយរបស់ខ្លួនឯងឲ្យមកកាន់បងរហើយនៅពេលហ្នឹងយើងក៏បានឃើញថាសយាគេបានប្រើប្រាស់ជាមួយនឹងដាវរបស់គេនេះទេគេបានជាប្រើប្រាស់ជាមួយនឹងកណ្ដាប់ដៃទៅវិញដែលគេក៏បានធ្វើការវាយទៅលើបិសាចមនុស្សភ្លាមហើយនៅពេលហ្នឹងយើងក៏បានឃើញថាសយាអាចប្រើប្រាស់ជាមួយនឹងធម្មពលតកបានបាទគឺថាសយាគេបានយកសក់របស់រីសានឹងទៅបង្កើតជាមួយនឹងកងដៃផ្សេងមួយទៀតតែកងដៃមួយនេះគឺមានជាមួយនឹងធម្មពលពិសេសអាចឲ្យគេប្រើប្រាស់ជាមួយនឹងធម្មពលផ្សេងទៀតដូចជាតករន្ទះខ្យល់ឬក៏អីចឹងទៅដូច្នេះហើយគឺមានថាមិនថាបិសាចមកពីណាធាតអីនៅទេសយាគេអាចទៅបានទាំងអស់ក្រោយពេលដែលកំចាប់បិសាចមួយនេះហើយគេក៏បានទៅនិយាយជាមួយនឹងដែលថាអេឯងហ្នឹងគឺមិនចេះស្លាប់មិនដែរទេខាងនេះយើងគឺនឹងឲ្យឯងស្គាល់អំពីរសជាតិនៃការស្លាប់ហើយនៅពេលហ្នឹងរីស្តាក៏បាននាំមកចេញទៅបាននិយាយថាអូយកុំខ្វល់ថ្ងៃនេះនឹងគឺបាក់ដៃឲ្យសយាធ្វើអីក៏ធ្វើទៅឬហើយថាថ្មីនឹងក៏បានមកដល់ម៉ាស់គេក៏បាននឹងខ្លួនឡើងមកវិញសយានៅពេលហ្នឹងក៏បាននិយាយថាចាត់តាំងតែពីថ្ងៃនេះតទៅម៉ាស់ជាមួយនឹងអ៊ីដលូទៅធ្វើជាអ្នកយូរអីវ៉ាន់ឲ្យទៅកាន់គេហើយការពិតទៅនឹងគឺគេយើងប្រមឲ្យពួកគេទៅពីអ្នកធ្វើដំណើរជាមួយហើយគ្រាន់តែមិននិយាយឲ្យត្រង់តែប៉ុណ្ណោះចឹងឯម៉ាស់វិញក្រោយពេលដែលដឹងថាសយាគឺមានចំនួនថាពលខ្លាំងឲ្យធ្វើការសម្លាប់បិសាចស៊ុំប៊ីតែម្នាក់ឯងបានដូច្នេះហើយនៅពេលហ្នឹងម៉ាស់ក៏បានសុំសយាធ្វើជាគ្រូយកតែម្ដងរហ័សនៅពេលហ្នឹងគេមានបំណងចង់នាំសយាធ្វើដំណើរទៅកាន់ឋានរបស់នេះក៏ព្រោះថាសត្វនេះដែលបានផ្ដល់កំណត់ឲ្យមកកាន់ពួកគេទៅពីរនាក់គឺបាននិយាយថាក្រោយពេលដែលពួកគេទៅពីរនាក់បានធ្វើដំណើរជាមួយនឹងវរៈបរោះហើយពួកគេអាចការពារភូមិមួយនេះបានពួកគេក៏អាចបានធ្វើចូលទៅកាន់ឋាននេះបានហើយនឹងទទួលបានជាមួយនឹងអាវុធទ័ពដ៏ខ្លាំងជាងគេរីស្តានៅពេលហ្នឹងក៏បានគិតថាអីយ៉ាស់មានជាមួយនឹងដំណើរសងព្រេងថ្មីហេតាក៏តែនៅពេលហ្នឹងសយាក៏បានតទៅថាអត់ទៅនោះទេគេគឺចង់ទៅកន្លែងមួយសិនហើយកន្លែងមួយនោះគឺជាកន្លែងណាយើងគួរតែដឹងហើយដែលនោះគឺជាឋានសួគ៌គេចង់យកអ៊ីរលូជាមួយនឹងម៉ាទៅវឹកហាត់ឲ្យឡើង level សិនដែលអ្នកទី1នោះគឺជាសេសរ៉េសក៏តែសេសរ៉េសនៅពេលនេះក៏បានផ្លាស់ប្ដូរខ្លះទៅជាបរោះចុងភៅបាត់ទៅហើយបាទក៏ព្រោះថាការវឹកហាត់ជាមួយនឹងសយាការលើកមុនធ្វើឲ្យគាត់ខ្លាច
ក្នុងការកាន់ដាវម្ដងទៀតក៏គឺមិនចង់ខ្លាចទៅជាកម្ពុជាអ្នកប្រយុទ្ធអីទេនៅពេលនេះផងដែរក៏គ្រាន់ចង់ធ្វើជាមេចុងភៅដើម្បីធ្វើម្ហូបអីទៅប៉ុណ្្នឹងឯងក៏តែសញ្ញាក៏បានតទៅថាអត់ខ្វល់អត់ចង់សំខាន់នៅពេលនេះគឺចង់ឲ្យសិស្សសិស្សជួយធ្វើការបង្ហាត់ក៏តែមិនបង្ហាត់ជាមួយនឹងគេទេគឺបង្ហាត់ជាមួយនឹងម៉ាស់តែប៉ុណ្ណោះហើយគ្រាន់តែឃើញថាម៉ាស់គឺមានចំណេះ level តូចជាងខ្លួនបែបនេះហើយនៅពេលហ្នឹងសិស្សសិស្សគេក៏បានសប្បាយចិត្តឡើងវិញអញ្ចឹងណាដោយសារតែនៅពេលនេះមានជាមួយនឹងបង្ហាត់ជាមួយនឹងគេដែល level តូចជាងគេហើយឬហើយក៏បាននាំអ៊ីលូទៅបង្ហាត់ជាមួយនឹងវេទមន្តភ្លើងជាមួយនឹងអតិថិភ្លើងដូចគ្នាផងដែរក្រោយពេលសារ៉ានៅបង្ហាត់ឲ្យម៉ាស់ក៏ដូចជាអ៊ីលូហើយនៅពេលនេះបានសញ្ញាគេមានបណ្ដោះចង់សារ៉ានៅបង្ហាត់ជាមួយនឹងគេដូចគ្នាផងដែរក៏ប៉ុន្តែនៅពេលហ្នឹងរីសាននឹងគេដែរមកបានប្រយ័ត្នក៏បានដើរទៅបុកភ្នំដែលនេះគឺជាអតិថិនៃការបំផ្លាញវ៉ាការីហើយនេះគឺជាអតិថិដែលមានជាមួយនឹងថាអពោខ្លាំងជាងគេនៅលើឋានសួគ៌ហើយក៏ខ្លាចដូចគ្នាផងដែររហ័យតឡោរបស់នាងពេលដែលចូលជាមួយនឹងអតិថិស្រីនោះគឺធ្វើការច្បាច់ក្រូចរហ័យហ្នឹងក៏និយាយថាអីក្រូចរបស់រីសាក៏មូលល្អម្លេះវិញពេញដៃតែម្ដងរហ័យនៅពេលហ្នឹងរីសាហ្នឹងក៏បានគិតថាវ៉ាការីនេះគឺមិនអាចលេងសើចជាមួយនឹងនាងបានទេគឺព្រោះតែនាងគឺពិតជាមានកម្លាំងអមហាសាហើយពិតជាកាយយតមែនតែម្ដងក៏ប៉ុន្តែសញ្ញាគឺមិនខ្វល់អ្វីនោះទេគេក៏បានដើរទៅជួបវ៉ាការីនៅបានសួរថាអេចាយតនេះអត់ដៃគ្នាលេងអីវ៉ាការីហ្នឹងក៏បានខឹងទៅបានគិតថាចំអាមួយនេះមកពីណាម្លេះក៏ឆ្លើយខ្លាំងម្លេះបបួលនាងវាយគ្នាវាយអាមួយនឹងមួយសិនក៏ប៉ុន្តែនៅពេលហ្នឹងប៉ុណ្ណែប្រគេទៅពេលអ្នកគឺសើតវាយគ្នាទៅហើយសតតាអេរីនាងក៏បានបង្ហាញខ្លួនដែលបាននិយាយថាកុំអីក៏ព្រោះថាគេគឺជាវរៈបរោះដែលបានកោះហៅមកដើម្បីធ្វើកិច្ចការនៅក្នុង TS ដូច្នេះសកម្មថានាងនឹងយកយកនឹងធ្វើការដកខ្លួនចេញទៅដូច្នេះហើយនៅពេលហ្នឹងវ៉ាការីនាងក៏បានចាក់ចេញទៅអេរីនាងក៏បាននិយាយថាសៃយ៉ាគឺត្រូវការនៅបង្ហាត់ជាមួយមិនដែរទេក៏ព្រោះថានៅពេលនេះនាងមានជំរឿនស័ក្តិសមសម្រាប់គេហើយតែនោះគឺជាអតិថិស្រីនៃសង្គ្រាម Eden ទេណាហើយយើងសូមហៅត្រឹមថា Eden បានហើយក៏ព្រោះឈ្មោះពេញហ្នឹងវាបាក់ហៅពេក Eden ហ្នឹងគឺជាអតិថិ introvert ហើយយិតនៅកន្លែងងឹតអីចឹងណាហើយមើលមុខនេះចេញមកដូចមនុស្សម្ដាយបានដេកចឹងសារភាពចេញមកដូចអ្នកកំពុងមើលអ្នកលេងហ្គេមដាក់យកមើលរឿងដាក់យកអត់ដេកអត់ពួននេះហើយចែហ្នឹងផ្លែនិយាយសាច់មិនអីទេហេខ្ញុំហ្នឹងហេធ្វើការបង្រៀនគេហេវិជាគុណដែលខ្លាំងជាងគេហេជាមួយនឹងខ្វាច់ដាវដែលខ្លាំងជាងគេហេក៏ប៉ុន្តែសញ្ញាគឺអត់ខលទេអត់តែមានអ្នកបង្ហាត់ជាមួយនឹងគេទៅគឺបានហើយរហ័យការបង្ហាត់ថែទេមួយគឺមិនដែរទេធម្មតាហើយរីស្តាក៏បានគិតថាមិនបាច់ទៅមើលអ៊ីលូទេក៏ព្រោះតែនាងក៏នៅជាមួយនឹងអតិថិដែលល្អហើយអញ្ចឹងហើយនៅពេលនេះនាងក៏បានទៅមើលសញ្ញាតែម្ដងហើយនៅពេលហ្នឹងក៏បានឃើញជាមួយនឹង Eden ហើយក៏បានសួរថាយ៉ាងណាដែរការបង្ហាត់ Eden ក៏បានតទៅវិញថាហេគឺថាការបង្ហាត់គឺមិនអីនោះទេហេគឺនេះគឺជាលើកទី1ហើយដែលនាងបង្ហាត់បែបហ្នឹងហេនេះគឺមិនដែលមានអារម្មណ៍ថាអស់ចានឹងបែបហ្នឹងនោះទេនាងក៏ពិតជាស្រាប់ស្រាយតែមែនតែម្ដងហេសៃយ៉ាគេក៏បានដើរចេញមកនិយាយថាតោះ Eden យើងបង្ហាត់តទៀតជាមូលហេតុធ្វើឲ្យរីសាឆ្ងល់តែម្ដងថាចំហើយពីហ្នឹងហាត់ស្អីហាត់អីមួយគ្នាបានចាយនេះមើលទៅដូចជាមិនសូវអញ្ចឹងរហ័យការបង្ហាត់ថ្ងៃទី2ហ្នឹងក៏បានមកដល់នាងក៏បានមើលឃើញថាសៃយ៉ាគឺកំពុងតែអង្គុយញ៉ាំបាយជាមួយនឹងម៉ាស់ហើយក៏បានប្រកាសថាស្អែកប្រគេក៏ត្រូវវិលត្រឡប់ទៅកាន់ឋានមនុស្សវិញហើយរហ័យរីសានៅពេលហ្នឹងនាងក៏បានឃើញថាម៉ាស់គឺកំពុងតែឆ្លងចរិតរបស់សៃយ៉ាបន្តិចម្ដងហើយរហ័យនាងក៏បានជួយជាមួយនឹង Eden ម្ដងទៀតហើយតែថាចំចាយនេះដូចជាស្លេពាក់ខុសពលឹកមុនណា Eden ហ្នឹងក៏បានតទៅវិញថាគឺមកពីចែហេគឺនាងហ្វឹកហាត់ជាមួយនឹងវរៈបរោះអីចឹងណាចឹងហើយនឹងគឺមិនអាចស្លៀកពាក់ដូចជាជន់ដាច់យកបាត់ដេកលើមុនបានទេនាងគួរតែតែងខ្លួនបន្តិចម្ដងអញ្ចឹងទៅជាមូលហេតុដែលធ្វើឲ្យ Rista នឹងបានគិតថាចំឲ្យអាប៉ែមើលនេះអីក៏សាហាវដែរនៅជាមួយនឹងទេវតាស្រីមួយណាទេវតាស្រីនឹងស្រឡាញ់តែម្ដងវិជាគុណញ៉ែក៏សាហាវដែរឬហើយថ្ងៃទី3ថ្ងៃដែលពួកគេទៅធ្វើដំណើរចាក់ចេញទៅនៅពេលណាប៉ុណ្ណេះនាងក៏បានឃើញថាម៉ាស់នៅពេលនេះគឺការ level ខ្លាំងយកតែមែនតែម្ដងក៏ប៉ុន្តែអ៊ីលូវិញនឹងគឺបាច់ជាការតែបន្តិចតែប៉ុណ្ណោះនៅពេលនេះប៉ុន្តែអធិទេពនៃភ្លើងក៏បានហៅនាងទៅនិយាយគ្នាតែម្ដងបាននិយាយថាអ៊ីលូនឹងគឺអត់មានជំនាញទេពកសោដើម្បីបង្ហាត់ជាមួយនឹងវេទមន្តភ្លើងនោះទេហើយនាងក៏បានគិតថាមកយកមិនឆាំអ៊ីលូច្បាស់ជាបបងជាមួយនឹងការបង្ហាត់ជាមិនខានរហ័យគណៈពេលដែលពួកគេគឺប៉ុន្តែចង់ធ្វើដំណើរចាក់ចេញទៅនៅពេលនឹងសត្វទៅឃើញថាចាយ Eden របស់យើងនេះគឺបានផ្លាស់ប្ដូរ180ដឺក្រេភ្លាមអូចាត់តាំងពីនារី introvert ដូរជាស្រីស្អាតនេះហើយក៏ជាអត្តពលនៃសេចក្តីស្នេហាបាទរត់មកកាន់សៃយ៉ានៅបាននិយាយទៅកាន់គេថាសៃយ៉ានាងចង់សុំទៅកាន់គេថាតែគេអាចធ្វើការជួននាងទៅណានាងឈ្មោះ Eden ណេណាគេឈ្មោះសៃយ៉ាចែនៅឈ្មោះ Rista មករឿងទូអង្គសុទ្ធតែស្រអា Eden ហ្នឹងក៏បាននិយាយទៅកាន់សៃយ៉ាថាវរៈបរោះសំណាប់ចិត្តរបស់អូនតើបងអាចធ្វើការជូនអូនធ្វើដំណើរសំព្រេងជាមួយនឹងគ្នាបានណាឬទេសៃយ៉ាក៏បានតទៅវិញថាអត់ចង់គេគឺមិនត្រូវការនាងទៀតឡើយនៅពេលនោះផងដែរនាងក៏បាននិយាយថាអញ្ចឹងទទួលយកខេករបស់នាងទៅក៏ព្រោះតែនេះគឺជាខេកទី1ហើយដែលនាងបានដុតជាពិសេសសម្រាប់គេក៏ប៉ុន្តែសៃយ៉ាគេគឺនៅតែមិនទទួលរដែរបានប្រាប់ឲ្យរីសាថាគេបានផុតថោធ្វើដំណើរទៅកាន់ឋានមនុស្សទៅចំណែកឯ Eden វិញក្រោយពេលដែរការសារភាពស្នេហារបស់នាងគឺត្រូវបានបដិសេធនាងក៏បានបោកនំខេកចោលនឹងបាននិយាយថាណាវើអាខេកចង្រៃហើយយកអត់ហើយគោទៅយកហើយមិនដែរទេថាគេមិនត្រូវការយើងនោះទេហើយយកអត់ហាជប់ស្រឡាញ់គេម្នាក់ឯងទៀតគេមិនត្រូវការយើងទេហើយយកអត់គេមិនត្រូវការនំខេកឯងដែលគេមិនត្រូវការយើងអញ្ចឹងយកអត់យកអត់ក៏ប៉ុន្តែ
សៃយ៉ាគេគឺមិនខ្វល់ទេគេគឺនៅតែបន្តធ្វើដំណើរមកកាន់ឋានមនុស្សវិញដដែលរហូតដល់ពេលនេះគេក៏បានធ្វើដំណើរទៅកាន់កន្លែង Dragon មួយនោះរហូតដល់តាមផ្លូវម៉ាស់ក៏ដូចជា Ilulu នឹងក៏មានបណ្ដោះចង្សារបស់ជំនាញ skill ថ្មីរបស់ពួកគេក៏តែសៃយ៉ាហ្នឹងគឺបាន unlock ជំនាញ skill ថ្មីទៅហើយគឺហង្សភ្លើងនៅហង្សនេះគឺនឹងធ្វើការវាយ enemy នៅក្បែរនេះងាប់ទាំងអស់តែម្ដងដូច្នេះគឺមានន័យថាប្រគេទាំងពីរហ្នឹងគឺមិនបាច់ធ្វើអ្វីទេក្រៅពីយូរអាវ៉ាន់ឲ្យទៅកាន់គេរហូតក្រោយពេលធ្វើដំណើរទៅដល់ទ្វារនេះមួយនោះហើយបាទគឺមិនចាំបាច់ត្រូវការអីណាញ៉េញ៉ៃណាស្នាមកាយ៉ាដៃដើម្បីបាទទ្វារនេះទេបាទគឺសៃយ៉ាធ្វើការបំបាយទ្វារចូលយកតែម្ដងហើយនៅពេលនេះគេក៏បានឃើញជាមួយនឹងកន្លែងវេទមន្តមួយដើម្បីធ្វើការ teleport ទៅកាន់ឋាននេះក៏ប៉ុន្តែពីដំបូងឡើយសៃយ៉ាគឺមិនទៅចិត្តទេគេក៏បានធ្វើការ teleport ជាមួយនឹងបង្គួយចូលទៅមុនសិនក្រោយពេលដែលឃើញថាមានចំណុចសុវត្ថិភាពហើយទៅពួកគេដំបូងនេះធ្វើការ teleport ចូលទៅកាន់ឋាននេះក្រោយពេលទៅដល់ហើយក៏បានឃើញថាប្រជាជនអ្នកទាំងអស់នេះគឺសុទ្ធតែស្គាល់ម៉ាស់ជាមួយនឹង Ilulu ថាជាអ្នកណារហូតពួកគេដំបូងនេះក៏បានចូលជាមួយនឹងសាច់នេះដើម្បីជឿថាឡាវីតាហើយឡាវីតាក៏បានធ្វើការបរិមាឲ្យប្រើទៅជាសាច់នេះរហូតដល់ពេលហ្នឹង Ilulu ក៏បានសួរថាចោះនាងវិញឡាវីតាក៏បានតទៅវិញថានឹងគឺមិនចាំបាច់រៀននោះទេក៏ធ្វើថាវាសនារបស់ Ilulu នឹងត្រូវលះបង់ជីវិតរបស់ខ្លួនដើម្បីបង្កើតដាឲ្យទៅកាន់ម៉ាស់ក៏ធ្វើថានៅក្នុងពេលបច្ចុប្បន្ននេះបិសាចក៏បានធ្វើការគ្រប់គ្រងទៅលើពិភពលោកនេះអស់ 70% បាត់ទៅហើយភូមិដែរពួកគេបានជួយសង្គ្រោះនៅក្រៅជាកូនបិសាចតូចតែប៉ុណ្ណោះគឺនឹងមានជាមួយនឹងបិសាចធំជាច្រើនទៀតដូច្នេះហើយពួកគេក៏ត្រូវការជាមួយនឹងដាវអ៊ីសាសិនមួយនេះគឺជាដាវតែមួយគត់ដែលអាចធ្វើការឆ្លាតស្ដាច់បិសាចបានក៏ប៉ុន្តែដាវមួយនេះផលិតបានសម្រាប់នៅត្រាណាតែលះបង់ជីវិតរបស់ Ilulu ម៉ាស់គឺមិនចង់ឲ្យ Ilulu នឹងគេលះបង់ជីវិតនោះទេក៏ប៉ុន្តែ Ilulu នៅពេលហ្នឹងនឹងគឺកំពុងតែបាក់ទឹកចិត្តបាត់ទៅហើយក៏ព្រោះតែបានគិតថានឹងគឺមិនសូវមានប្រយោជន៍អ្វីហើយដូចជាមិនសូវមានចំណុចសមត្ថភាពអ្វីនោះទេដូច្នេះនៅពេលហ្នឹងនឹងក៏បាននិយាយថាទោះបីជានឹងស្លាប់ក៏ដោយក៏នេះបានខ្លាចទៅជាដាវដើម្បីជួយឲ្យម៉ាស់យកឈ្នះទៅលើស្ដេចបិសាចបានដូចគ្នាចំណែកឯសៃយ៉ាវិញគឺអត់ខ្វល់ណោះទៅទិញថ្នាំបន្ថែមលឿនណាណៃណោះធ្វើមិនដឹងហើយគេក៏បានតទៅវិញថាគឺអត់ដឹងទេនឹងគ្រាន់តែជាអ្នកយកកាបូបគេតែប៉ុណ្ណោះដូច្នេះហើយនៅពេលហ្នឹង Ilulu នឹងក៏បានខឹងហើយនឹងក៏បានរត់ចេញទៅបាត់ទៅឡាវីតានេះក៏បានរៀបចំចូលនៅវិធីជត់លេងមួយដែលជាវិធីបង្កើតដាវនៅពេលហ្នឹងផងដែរឡាវីតាក៏បានរៀបចំអាហារពួកគេញ៉ាំអីចឹងណាក៏ប៉ុន្តែសៃយ៉ាក៏គឺមិនប្រងញ៉ាំអ្វីនោះទេនៅពេលហ្នឹងគឺមានក្មេងៗយកនំខុកខីឲ្យទៅកាន់គេញ៉ាំរីស្តាក៏បានរាប់ទៅកាន់គេថាកុំឲ្យក្មេងៗខូចចិត្តឲ្យគេញ៉ាំតែបន្តិចទៅរហូតនៅពេលហ្នឹង Ilulu ក៏បានមកដល់ហើយពួកគេក៏មានបណ្ដោះចង់ធ្វើការទម្លាក់នាងចុះទៅខាងក្រោមក្រោយពេលនាងស្លាប់បាត់ហើយដើរទៅមនុស្សនឹងហោះឡើងមកខាងលើក៏ប៉ុន្តែនៅពេលហ្នឹងម៉ាស់គឺមិនចង់ឲ្យ Ilulu នឹងគេលើបងជួយទេក៏ប៉ុន្តែនៅពេលហ្នឹងក្រុមទាហានអ្នកផ្សេងទៀតគឺមិនឲ្យពួកគេឡើងទៅខាងលើដើម្បីជួយនាងឡើយតែរបស់សៃយ៉ានេះគេមិនដឹងថាឡើងដល់ខាងលើតាំងពីកាលណាទេហើយក៏មិនតែគេឲ្យទាហានអ្នកទាំងអស់នោះទៅរហូតនៅពេលហ្នឹងយើងក៏បានឃើញថាការបន្តអាហាររបស់ពួកគេញ៉ាំពីមុននេះគឺមានជាមួយនឹងថ្នាំពុលដែលធ្វើឲ្យឡាវីតានៅគឺគ្រប់គ្រងទំនៀមទៅលើពួកគេបានក៏ប៉ុន្តែនៅពេលហ្នឹងក៏បានឃើញថាសៃយ៉ាគឺមិនអីនោះទេក៏ព្រោះតែគេមិនបានញ៉ាំនំខូខីមួយនោះឡើយដោយសារតែគេហ្នឹងគឺតែងតែប្រយ័ត្នជានិច្ចដូច្នេះហើយគឺមិនញ៉ាំអាហារណាក្រៅពីរីស្តាធ្វើឲ្យនោះទេរីស្តាគាត់ទៅលើអត់នឹងភ្លាមនេះក៏បានគេថាអូយមនុស្សឈួតនោះនិយាយអីចឹងមុខគេមុខឯងនោះអៀនដែរតំណងឲ្យអញពីក្រោយឡើយហើយនៅពេលហ្នឹងឡាវីតានេះក៏បានខឹងនេះក៏បានរីកធំទៅមិនចេញជាមួយនឹងរួយរឿងនេះរបស់នាងចេញមកឬហើយក៏បានឡើងទៅខាងលើដើម្បីធ្វើការប្រយុទ្ធគ្នាជាមួយនឹងសៃយ៉ាក៏ប៉ុន្តែយើងក៏ដឹងដូចគ្នាផងដែរថារបស់សៃយ៉ាយើងនេះក៏គឺតែត្រៀមខ្លួនរួចចំណេញតែម្ដងនៅពេលហ្នឹងក៏បានដកដាវថ្មីមួយចេញមកទៀតហើយដើម្បីជួយថាដាវ Dragon Slayer ដែលដាវនេះគឺនៅពេលដែលចាយរីស្តាយើងដេកលក់របស់សៃយ៉ាបានទៅលួចដកសក់របស់នាងចាធ្វើឲ្យនាងខឹងតែម្ដងយីអាប៉ែមួយនេះអាខ្លាចនាងតងោទៅអីបានចិត្តដកសក់របស់នាងរហូតហ្នឹងចឹងក៏ប៉ុន្តែទៅបីជាគេមានជាមួយនឹងដាវ Dragon Slayer យ៉ាងណាក៏ដោយឈាមរបស់ឡាវីតាហ្នឹងគឺពិតជាច្រើនយកតែមែនតែម្ដងទៅបីជាគេកាប់យ៉ាងណាអត់ឈាមតែបន្តិចតែប៉ុណ្ណោះហើយឡាវីតានេះក៏បាននិយាយថាការប៉ទៅនេះក៏បាននឹកដូចគ្នាផងដែរថាសៃយ៉ាគឺច្បាស់ជឿជួយសង្គ្រោះ Ilulu ជើងមិនខានដូច្នេះហើយនៅពេលហ្នឹងផងដែរនេះក៏បានរៀបចំជាមួយនឹងផែនការមួយទៀតនៅគឺខ្សែកដែល Ilulu ពាក់ដែលមានជាមួយនឹងបណ្ដាសាហើយនឹងត្រូវស្លាប់ក្នុងរយៈពេល3នាទីទៀតហើយនាងក៏បានបញ្ចេញជាមួយនឹងអាម៉រធ្វើការពាក់ទៅលើខ្លួនរបស់នាងដូច្នេះហើយគឺមានន័យថាដាវរបស់សៃយ៉ាគឺមិនអាចធ្វើអ្វីទៅលើនាងបានទេតែបើគេនៅពេលហ្នឹងសើតែមិនជឿថាដើម្បីតែផលិតដាវមួយនេះឡាវីតានឹងគឺហ៊ានធ្វើជាមួយនឹងអ្វីគ្រប់យ៉ាងនោះទេក៏ប៉ុន្តែនៅពេលហ្នឹងសៃយ៉ាគេក៏បានដកជាមួយនឹងថ្នាំដែលគេទិញការពីថ្ងៃមិញយកមកផឹកដើម្បីបង្កើនជាមួយនឹងល្បឿនរបស់គេrồiហើយនៅពេលហ្នឹងគេក៏មានជាមួយនឹងដាវ Dragon Slayer មួយទៀតហើយគេក៏បានយកដាវទាំងពីរនេះយកទៅកាប់ជាមួយនឹងឡាវីតាតែម្ដងក៏ប៉ុន្តែបើគេខំវាប្រហារខ្លាំងយ៉ាងណាក្តីដោយសារតែអាម៉ររបស់ឡាវីតាគឺពិតជាមកខ្លាំងយកតែមែនតែម្ដងដូច្នេះហើយគេកាប់ច្រើនយ៉ាងណាក៏មិនអាចទៅឲ្យឈាមរបស់ឡាវីតាស្រក់បានទេឡាវីតានៅពេលហ្នឹងក៏បាននិយាយថាគឺមិនអាចធ្វើអ្វីបានឡើយដើម្បីផលិតជាមួយនឹងដាវមួយនេះពួកគេក៏ត្រូវការសាច់ស្រស់ឈាមស្រស់របស់ Ilulu នៅពេលហ្នឹងក៏បាននិយាយថាកុំលេះបង់ច្រើនពេកដើម្បីនាងអីធ្វើតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយក៏ប៉ុន្តែនៅពេលហ្នឹងយើងក៏បានឃើញថាសៃយ៉ាធ្វើការវាប្រហារទៅលើឡាវីតានេះគឺវាយឲ្យនាងរំកិលទៅក្រោយនិងធ្លាក់ទៅខាងក្រោមតែម្ដងរហូតនៅពេលហ្នឹងឡាវីតានាងក៏បានព្យាយាមប្រែកាឡាទៅជាអ្នកធម្មតាដើម្បីហោះចាក់ចេញរហូតនៅពេលហ្នឹងយើងក៏បានឃើញថាស្លាបរបស់នាងក៏ត្រូវបានសៃយ៉ាវាយកំទេចអស់បាត់ទៅហើយដូច្នេះហើយក៏មានន័យថានឹងគឺមិនអាចហោះបាននោះទេក្រោយពេលដែលឡាវីតានឹងគឺធ្វើទៅខាងក្រោមស្លាប់បាត់ហើយនៅពេលនោះផងដែរយើងក៏បានឃើញថាបណ្ដាសានៅលើ Ilulu ក៏ត្រូវបានដល់បាត់ដូចគ្នាទីហ៊ានអ្នកផ្សេងទៀតក៏បានសួរថាហាក់អញ្ចឹងតែពួកគេក៏
ទៅធ្វើយ៉ាងណានៅពេលបានសតមានដើមមួយហោះឡើងមកខាងលើតែម្ដងសៃយ៉ាគេក៏បាននិយាយថាក្រែងឡាយវាតាមនិយាយឲ្យមិនដែរឬទេដើម្បីធ្វើដើមនេះបានសម្រេចពីគេក៏ត្រូវការជាមួយនឹងសាច់ស្រស់ឈាមស្រស់ដូច្នេះហើយគេក៏យកឈាមរបស់អ៊ីឡូដាក់តែបន្តិចទៅដើមនេះនឹងបានសម្រេចជាមិនខានភេងអត់នេះក៏ជាវិធីសាស្ត្រឈ្នះទាំងសងខាងរហ័យក្រោយពេលពួកគេវិលត្រឡប់មកដល់ថាមនុស្សវិញហើយនៅពេលនឹងរីស្តានឹងក៏បានមើលឃើញថាម៉ាស់ជាមួយនឹងអ៊ីឡូពួកគេនៅក្មេងឯងក៏មិនតែមានស្នេហាចេះស្រឡាញ់គ្នាខ្ញុំដូចអ្នកមើលទេនៅអត់លិនរហ័យក៏បានឲ្យពួកគេទៅពីអ្នកចេញទៅមុនទៅនឹងចង់និយាយគ្នាជាមួយនឹងសៃយ៉ាបន្តិចហើយនឹងក៏បាននៅដឹងថាការប៉ះទៅនៅគឺមិនមែនជាដាវទៅនោះទេដែលសៃយ៉ាគ្រាន់តែបន្លំភ្នែករបស់ពួកគេតែប៉ុណ្ណោះនៅបានសួរទៅកាន់គេថាតើគេអាចយកឈ្នះទៅលើស្ដេចបិសាចបានដូចម្ដេចបើសិនជាគ្មានដាវទៅនោះនៅពេលនោះដែរសៃយ៉ាក៏បានតទៅវិញថាក្រែនេះជាអ្នកនិយាយឲ្យមិនអរទេថាច្បាស់ជាមួយនឹងវិធីសាស្ត្រផ្សេងជាមិនខានដូច្នេះហើយក៏បារម្ភអីសង្ឃឹមថាគ្រប់យ៉ាងគឺមិនអីទៅចោះរហ័យក្រោយពួកគេធ្វើដំណើរវិលត្រឡប់ទៅវិញក៏បានមើលឃើញថាមានជាមួយនឹងតាហ៊ានជាច្រើនបានធ្វើដំណើរមកកាន់ទីនេះក្រុមតាហ៊ានបានបរោពួកគេការផលិតមុននោះគឺមានម្ដងចង់ឲ្យសៃយ៉ាទៅជួយក៏ព្រោះថានៅក្នុងព្រៃអុកឡាគឺមានជាមួយនឹងបិសាចរុយធ្វើការវាប្រហារនៅពេលហ្នឹងសៃយ៉ាគេក៏បានយកប្រុសហើយគេក៏បានហោះទៅមើលនៅពេលហ្នឹងក្រុមតាហ៊ានក៏បានគិតថាអាយ៉ាពិតជាសំណាងខ្លាំងតែមែនតែម្ដងក៏ព្រោះថាបរិបទរបស់យើងគឺជាហោះដូច្នេះហើយគេមានន័យថាគេក៏អាចធ្វើការយកគ្នាជាមួយនឹងបិសាចរុយទាំងអស់នោះបានហើយសៃយ៉ាក៏បានឲ្យរីស្តាធ្វើការជួយយកអ៊ីឡូយ៉ាងណាគេវិញគឺនឹងយកមកហោះទៅកាន់ទីនោះក៏ប៉ុន្តែយើងក៏ដឹងហើយថារបស់សៃយ៉ានេះគឺមិនមែនចេះតែចូលទៅវាយឆាវនោះទេនៅពេលដែលគាត់ទៅដល់ភ្លាមហើយនៅពេលហ្នឹងគេក៏បានធ្វើការពួនសិនដើម្បីមើលជាមួយនឹងស្ថានភាពហើយនៅពេលហ្នឹងក៏បានឃើញថាមានជាមួយនឹងបិសាចរុយយ៉ាងច្រើនហើយជាមួយនឹងមេបិសាចមួយនោះគេមានឈ្មោះថាប៊ីបបដែលបិសាចរុយនេះគឺ level មិនសូវធំទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺជា speed របស់គេនិយាយថាគេគឺលឿនយកតែមែនតែម្ដងតែសៃយ៉ាគឺមិនអាចធ្វើការយកគ្នាជាមួយនឹងគេក្នុងល្បឿនដ៏លឿនបែបនេះបានទេឬហើយនៅពេលហ្នឹងផងដែរក៏បានឃើញជាមួយនឹងក្រុមទាហានមួយក្រុមក៏បានធ្វើការចូលទៅយកគ្នាជាមួយនឹងបិសាចរុយទាំងអស់នោះក៏ប៉ុន្តែបានជាត្រូវបានពួកវាធ្វើការចាប់ខ្លួនរបស់ពួកគេឡើងទៅខាងលើដើម្បីធ្វើការទម្លាក់មកខាងក្រោមធ្វើការសម្លាប់ចោលទាំងអស់តែម្ដងឬហើយបិសាចរុយប៊ីបបនោះក៏បាននិយាយថាគេធ្វើឲ្យនេះគឺដើម្បីគ្រាន់តែចង់បញ្ឆោតសៃយ៉ាធ្វើដំណើរមកកាន់ទីនេះតែប៉ុណ្ណោះរហ័យនៅពេលហ្នឹងគេក៏បានហោះចាក់ចេញទៅបាត់ទៅក្រោយពេលដែលបិសាចរុយមនុស្សចាក់ចេញទៅបាត់ហើយទៅសៃយ៉ារបស់យើងធ្វើការបង្ហាញខ្លួនក៏បានជួយជាមួយនឹងមេតបស្រីម្នាក់ដែលមានឈ្មោះថារ៉ូសាឡាយដែលរ៉ូសានេះគឺជាកូនស្រីមេតបម្នាក់ដែលមានឈ្មោះថា War Master គឺជាមេតបដ៏ខ្លាំងប្រកែតែម្ដងគឺជាបរិបទដែលខ្លាំងជាងគេប្រចាំទីក្រុងមួយនេះក៏ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺក៏គឺមិនអាចធ្វើការចាក់ចេញពីទីក្រុងបានឡើយរហ័យនៅពេលហ្នឹងរ៉ូសាក៏បានឲ្យគ្រប់គ្នាសម្រាប់សិនហើយនឹងទៅប្រជុំជាមួយនឹងសៃយ៉ាដើម្បីសរុបជាមួយនឹងវិធីសាស្ត្រធ្វើការយកគ្នាជាមួយនឹងបិសាចរុយទាំងអស់នេះក៏ប៉ុន្តែយើងក៏ដឹងហើយថាលបងសៃយ៉ានេះគឺធ្វើអ្វីមិនអាចច្រឡំគេនោះទេនៅពេលហ្នឹងគាត់ក៏បាននិយាយថាមុននឹងយើងពិភាក្សាគ្នាគឺមានសត្រូវបន្លំខ្លួនក្នុងចំណោមពួកយើងមែននេះអត់នោះទេគ្រាន់តែឧទាហរណ៍តែប៉ុណ្ណោះបិសាចទាំងអស់នោះក៏អាចលងស្ដាប់ពីចម្ងាយបានណាមែននេះអត់ទេគ្រាន់តែឧបមាហោតែប៉ុណ្ណោះពួកគេគឺកំពុងតែលាក់ខ្លួនស្ដាប់នៅខាងលើជញ្ជាំងរបស់យើងរ៉ូសាក៏បានឲ្យក្រុមតាហ៊ានទៅខាងលើដើម្បីស្វែងរកចឹងណាថាមានជាមួយនឹងសត្រូវលួចស្ដាប់ដែរទេក៏ប៉ុន្តែពួកគេខំស្វែងរកអរិយាពេល20នាទីទៅហើយក៏មិនឃើញអ្វីឡើយសៃយ៉ាក៏បានតទៅវិញថាគ្រាន់តែឧចាផោតែប៉ុណ្ណោះក៏បានធ្វើឲ្យរ៉ូសាខឹងតែម្ដងយីទៅវើអាបកាច់អារ៉ូចង្រៃហើយមកប្រជុំគ្នាដើម្បីសរកជាមួយវិធីសាស្ត្រដើម្បីធ្វើការកញ្ចប់សត្រូវហើយពេលឯងមកនិយាយសន្តិបាយច្រាមលេះគឺឲ្យប្រជុំអីឡើយនៅពេលនោះដែរសៃយ៉ាក៏បានតទៅវិញថាត្រូវហើយក៏ព្រោះថាពួកគេគឺមិនចាំបាច់ប្រជុំអ្វីនោះទេតែគេម្នាក់ឯងហ្នឹងគឺគ្រប់គ្រាន់ហើយដូច្នេះហើយគឺមិនត្រូវការអ្នកណាម្នាក់មកជួយគេឡើយរ៉ូសានឹងក៏បានខឹងមកលើកស្វានថាអាបសៃយ៉ានេះមើងងាយមកកាន់ពួកគេខ្លាំងបែបនេះនោះទេនៅពេលនោះដែរសៃយ៉ាក៏បានតទៅវិញថាមិនចាំបាច់ធ្វើអ្វីនោះទេក្រោយទៅពេលគេបង្ហាត់សិនតែប៉ុណ្ណោះរ៉ូសាក៏បានថាវឹកហាត់ស្អីនោះបិសាចរុយនៅពេញព្រៃហើយគេនៅយកពេលវេលាទៅវឹកហាត់ទៀតមែនសៃយ៉ាក៏បានតទៅវិញថាតែ3ថ្ងៃទៅមានយូរណាស់នេះក៏បានតទៅប្រៃ3ថ្ងៃទៅបិសាចរុយចូលដល់ក្រុងហើយនៅពេលនោះបានដែររីស្តានេះក៏បានព្យាយាមនិយាយថារងចាំតែបន្តិចទៅក៏ប្រធានថាសួររយៈពេល3ថ្ងៃទៅខាងកណ្ដាលតែប្រហែលម៉ោងតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលហ្នឹងរ៉ូសានេះក៏បាននិយាយថាហើយចោតតាហ៊ានរបស់នេះត្រូវបានស្លាប់នោះតែគេមិនខ្វល់បន្តិចម្ដងឬទេព្រោះគេត្រូវបានស្លាប់ត្រូវបានលះបង់ជីវិតហើយដោយអញ្ជើគេធ្វើហាក់ដូចជាធម្មតាគ្មានតម្លៃអ្វីសោះអញ្ចឹងនៅពេលហ្នឹងផងដែរសៃយ៉ាក៏បានតទៅវិញថាតាហ៊ានទាំងអស់នោះគឺមិនត្រូវបានគេសម្លាប់នោះទេក៏ប៉ុន្តែនាងគឺជាអ្នកសម្លាប់ពួកគេក៏ពុទ្ធនាងដឹងថាមិនអាចប្រយុទ្ធបានហើយមិនតមានជំនឿយុទ្ធសាស្ត្រច្បាស់លាស់មិនតដឹងពីសត្រូវពិតប្រាកដនៅតែដឹកនាំតាហ៊ានទាំងអស់នោះទៅប្រយុទ្ធដូច្នេះហើយនេះទៅវិញទេគឺជាអ្នកដែលបានសម្លាប់ក្រុមតាហ៊ានទាំងអស់នោះនៅពេលនោះដែររ៉ូសានេះក៏បានខឹងមានបំណងចង់ទះកំភ្លៀងទៅលើសៃយ៉ាក៏ប៉ុន្តែនាងគឺភ្លេចថាសៃយ៉ាមិនមែនជាសុភាពបរិសុទ្ធដែលយើងធ្លាប់ស្គាល់ទេនៅពេលហ្នឹងគេក៏បានទះកំភ្លៀងទៅនាងវិញតែម្ដងរីសាក៏បាននិយាយថាណែកុំធ្វើបាបទៅលើមនុស្សស្រីអញ្ចឹងមិនល្អនោះទេសៃយ៉ាក៏បានតទៅវិញថាមានណាគាត់តការពារខ្លួនតែក៏ប៉ុន្តែរ៉ូសានេះគឺមិនតន់ឈប់ទៅទេមានបំណងចង់វាយសៃយ៉ាទៀតហើយរបស់សៃយ៉ានេះគឺខ្វល់ថាគាត់ជាសុភាពបរិសុទ្ធល្អអីឡើយទះទៅលើរ៉ូសាទះយកតែម្ដងរហូតដល់ប៉ោងពេញមុខហើយក៏ប្រាប់ឲ្យរីស្តាបាត់ធ្វើផតថតទៅគេគឺនឹងវិលត្រឡប់ទៅកាន់ឋានសួគ៌វិញដែលទុកឲ្យរ៉ូសានឹងគឺនិយមតែម្នាក់ឯងនឹងឯងក្រោយពេលដែរវិលត្រឡប់ទៅដល់ឋានសួគ៌វិញហើយរបស់មួយនេះក៏បាននិយាយថាការប៉ះទៅគាត់គឺមិនបានស្អប់ទៅលើរ៉ូសាអីនេះទេមូលហេតុដែលគេមកចូលចិត្តនោះគឺត្រង់ថានាងគឺដឹងហើយសង្គ្រាមមួយនេះនឹងគឺមិនអាចឈ្នះនោះទេក៏ប៉ុន្តែនាងនៅតែដកនាំទាហានទាំងអស់នោះទៅប្រយុទ្ធដដែលទោះបីជាគ្មានសង្ឃឹម
ឆ្នៃយ៉ាងណាក៏ដោយឬហើយនៅពេលហ្នឹងក៏បានសួរទៅកាន់ restart ថាមានជាមួយនឹងកំភ្លើងអត់នេះបាញ់ជាមួយនឹងកំភ្លើងតាមប្រមាណក្របទៅងាប់ឲ្យរុយទៅអស់ហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹង restart ក៏បានតទៅវិញថានេះគឺជាសម័យបុរាណគឺជាសម័យវេទមន្តដូច្នេះហើយគឺមិនអាចប្រើប្រាស់ជាមួយនឹងកំភ្លើងបានទេដូច្នេះហើយនៅពេលហ្នឹងប៉ុន្តែនេះក៏មានជាមួយនឹងវិធីសាស្ត្រផ្សេងទៀតគឺគេទៅវត្តហាត់ជាមួយនឹងទេវតានៃព្រួយដើម្បីជួយថាមេទីក្រោយពេលដែលសយាទៅវត្តហាត់ជាមួយនឹងមេទីហើយនៅពេលហ្នឹងពេលគេបានជួយជាមួយនឹងសេសរះម្ដងទៀតហើយសេសរះក៏បាននិយាយថាហាក់បើត្រឡប់បន្តាសួរវិញចឹងគេមានន័យថាសយាមកវិញហើយដែរមែនហើយក៏បានប្រាប់ថាប្រយ័ត្នផងក៏ព្រោះថាអេដិននៅពេលនេះគឺមិនដូចពីមុនឡើយនាងគឺទៅទិញពាក្យមកឃ្លាក្នុងខ្លួនថាត្រូវតែសម្រាប់សយាត្រូវតែសម្រាប់សយាដែលបានធ្វើការបោកប្រាស់ជាមួយនឹងបដងចិត្តស្មោះរបស់នាងក៏បានអ្នកដឹងពីវត្តមានរបស់ប្រគេអសរហើយនៅពេលនោះផងដែររីស្តានេះក៏បានយកជាមួយនឹងអេរីទៀតហើយអេរីនឹងក៏បាននិយាយថានាងបានជាយាមនិយាយជាមួយនឹងអេដិនដែរក៏តែហាក់ដូចជាមិនមានប្រយោជន៍អ្វីនោះទេក៏ប៉ុន្តែក៏បារម្ភអីក៏ព្រោះថាសយាគេគឺច្បាស់ជាមិនមានបញ្ហាអ្វីឡើយនឹងឃើញថាម៉ាកំពុងតែជាយាមសរកជាមួយនឹងវឹកហាត់នាងក៏បាននិយាយថាកុំបារម្ភអីនាងគឺនឹងធ្វើជាគ្រូរបស់គេតែនាងនៅមករៀនមកអាចគ្រប់គ្រងជាមួយនឹងថាអពរអ្នករបស់ខ្លួនហើយនាងនឹងឃើញថាអេរឡូនឹងគឺមានជាមួយនឹងសមត្ថភាពពិសេសដែលត្រូវបានគុំតងចំណែកអេរីស្តាវិញមកគឺតនេអាការងារធ្វើនេះទេក៏មានបំណងចង់តែមើលជាមួយនឹងបន្ទប់របស់អេដិនក្រោយពេលដែលទៅដល់ហើយក៏បានឃើញថាបន្ទប់របស់នាងនេះគឺសរសេរពេញតម្លៃពាក្យខ្ញុំនឹងសម្រាប់អ្នកខ្ញុំនឹងសម្រាប់អ្នករហ័សនៅពេលនោះប៉ុន្តែនាងក៏បានជួយជាមួយនឹងអេដិនតែម្ដងអេដិនក៏បានសួរថាអេរីស្តាមកតនេគឺដើម្បីអ្វីហើយស្តាពីរបស់អេដិននៅពេលនេះហាក់ដូចជា7ថ្ងៃដឹងខ្លួនគេបោកចឹងណាអ្នកគ្នារីស្តានឹងក៏បានតទៅវិញថានាងគ្រាន់តែមកមើលសួរសតុកនាងធម្មតាតែប៉ុណ្ណោះរហ័សសយានេះគឺបានមកតាមនាងឡាយនឹងគេមកថាសើវិញតែម្នាក់ឯងទេសយាក៏គឺកំពុងលែរវល់នៅពេលហ្នឹងក៏បានជាយាមរត់មកវិញហើយក៏បាននិយាយប្រាប់ទៅកាន់សយាថាសយាគេគឺដែលខាត់ទៅនៅឆ្ងាយពីអេដិនក៏មកគេជួយជាមួយនឹងអេដិនអសក៏ព្រោះថាអេដិននៅពេលនេះគឺមិនស្រួលទេនៅពេលនេះសយាក៏បានសួរថាមានរឿងអ្វីកើតឡើងមិនដែរទេហើយអ្វីអញ្ជើញមកឲ្យគេជួយជាមួយនឹងអេដិនក៏ព្រោះថាអេដិនគឺកំពុងតែនៅក្រៅខ្នងរបស់នាងនឹងឯងបាទគឺអេដិនគឺបានតាមដាននៅមកពីក្រៅខ្នងនឹងឯងដូច្នេះហើយនៅពេលហ្នឹងអេដិននាងក៏បាននិយាយថាហានៅពេលនេះយើងបានជួបឯងហើយកំពុងរ៉ាប់រ៉បបោកប្រាស់ចិត្តស្រីហើយមកធ្វើការបោកប្រាស់ស្នេហារបស់យើងដូច្នេះហើយថានេះយើងធ្វើការសម្រាប់ឯងចោលនៅពេលហ្នឹងសយាគេក៏បានដើរចូលទៅហើយក៏បានធ្វើការអាក្បាលរបស់នាងនឹងនិយាយថាអេខាងបងមែនហ្នឹងក្មេងតូចកំខាំងអីណាបងសុំពេលវេលាវឹកខាត់មកផ្លែនហើយបងវឹកខាត់សិនណាអេដែលនៅពេលហ្នឹងក៏បានប្រាជាសត្វខ្លះទៅជាកូនឆ្មាភ្លាមតែម្ដងហើយនិយាយថាពិតមែនឬបងសម្លាញ់អូនសម្លាញ់បងអានេះដូចអ្នកខ្លះចឹងនិយាយថាខឹងគេម្ដងវិញសុទ្ធចង់លេផែនដីពិភពលោកឯងដល់ពេលគេលួងមកបន្តិចจะសម្លាញ់គេលើដើមឬហើយនៅពេលហ្នឹងយើងក៏បានឃើញថាចាយមេទីនេះក៏ហើយដូចជាមកទៅស្រួលដូចគ្នាផងដែរក្រោយបានធ្វើការវឹកហាត់ជាមួយនឹងអេរីរយៈពេលប្រហែលថ្ងៃនៅពេលនេះយើងក៏បានឃើញថាម៉ាគេក៏អាចធ្វើការគ្រប់គ្រងជាមួយថាពលរបស់គេបានខ្លះហើយដែលគេក៏អាចធ្វើការប្រែកលាដៃរបស់គេខ្លះទៅជាសត្វអ្នកចំណែកអីលើវិញយើងក៏បានដោះជាមួយថាអពរថ្មីដែលមកថាល្បឿនឬក៏ដាក់ slow ទៅកាន់អ្នកដទៃបានឬហើយគ្រាន់តែដឹងថាសយាគេគឺកំពុងតែវឹកហាត់ជាមួយនឹងមេទីនៅពេលទៅផងដែរអេរីនឹងក៏បាននិយាយថាតែរីស្តាងកំពុងតែធ្វើអ្វីហ្នឹងនាងគឺកំពុងតែយកសយាដាក់ចូលក្នុងតំបន់គ្រោះថ្នាក់ហើយក៏ព្រោះថាទោះបីជាអេដិននាងគឺរោគចិត្តឯណាក៏ដោយក៏មិនតែនាងគឺមករោគចិត្តដល់មេទីនោះទេគឺមេទីខ្លាំងជាងអេដិន1លានដងតែម្ដងហើយមូលហេតុដែលអេស្តាបានយកនាងឲ្យទៅរស់នៅក្នុងព្រៃតែម្នាក់ឯងនោះគឺដោយសារតែចានេះគឺពិតជារោគចិត្តខ្លាំងណាស់នឹងគឺអាចនឹងធ្វើការចាត់រំលោភព្រះប្រោះទាំងអស់នៅលើឋានសួគ៌នេះហើយក៏ជាមូលហេតុដែលត្រូវបានអេស្តាបញ្ជូននាងឲ្យទៅរស់នៅក្នុងព្រៃតែម្នាក់ឯងដើម្បីឲ្យឆ្ងាយពីប្រោះហើយគ្រាន់តែលឺបាននឹងព្រាមរីស្តានឹងគឺមិនចាំយកទេនឹងបានបញ្ញាព្រោះទៅស្វែងរកចំណេះសយាតែម្ដងហើយគ្រាន់តែដល់ព្រាមនឹងក៏បានឃើញថាហើយចំចៅមកនេះបានដោះកៅអៅរបស់នាងអស់បាត់ទៅហើយក៏បានចង់ខ្លួនឯងនៅលើដើមឈើហើយក៏បាននិយាយថាអេបងសង្ហាបងឯងបាញ់មកអូនមកណានេះជាការប្រឡងលើកចុងក្រោយនៅលើខ្លួនរបស់អូនគឺមានចំណុចសំខាន់ចំនួន3គឺមានភ្នំ2និងរឿងភ្នំ1បើបងបាញ់ចំចំណុចសំខាន់ទាំង3នេះបងគឺឈ្នះហើយរីសានឹងក៏បានតទៅវិញថាហើយចៃធ្វើអញ្ចឹងទៅអីចៃនឹងជាទេវតាជាទេពធីតាមេទីនឹងក៏បានតទៅវិញថាហើយពេលណាទៅទ្រាំបានលោកអើយនៅជាមួយនឹងបរិសសង្ហាដូចជាសីយ៉ានេះរយៈពេល3ថ្ងៃតើអ្នកណាទ្រាំបាននឹងគឺ30ចង់ខ្លាចទៅជាទន្លេទៅហើយអើយអាយអញហើយបើថាឋានសួគ៌នេះរកព្រះត្រឹមត្រូវមួយអត់បានទេមិនដឹងឋានសួគ៌ប្រកាច់យកស្អីទេនេះសីយ៉ានឹងក៏បានបាញ់ពិតមែនក៏ប៉ុន្តែមិនបានបាញ់ចំចំណុចសំខាន់របស់នាងទេគឺបាញ់ចំក្បាលរបស់នាងទៅវិញនៅពេលហ្នឹងនាងក៏បាននិយាយថាទីនេះគឺមិនមែនជាកន្លែងលេងសើចនេះទេកំលេងសើចច្រើនអីហើយនាងក៏បានធ្វើការសើចចំណងរបស់នាងតែម្ដងអញមានអាពលឺភ្លើងហ្នឹងមកបាំងទៀតតែអីបាំងយ៉ាងស្រួលកុំឲ្យ YouTube ចាប់ហើយនៅពេលហ្នឹងនាងក៏បាននិយាយថាបាញ់អូនមកបាញ់ដាក់អូនមកបាញ់អូនភ្លាមមកបាញ់អូនឲ្យច្រើនមកបាញ់កន្លែងណាក៏បានដែរឲ្យទៅបងចង់បាញ់ហើយនៅពេលហ្នឹងសៃយ៉ាគេក៏ពិតជាបាញ់ពិតមែនក៏ប៉ុន្តែគេក៏បានបាញ់នាងឲ្យចោលជាមួយនឹងដើមឈើហើយនៅពេលនេះការវឹកហាត់របស់ពួកគេគឺបានសម្រេចហើយពួកគេក៏បានវិលត្រឡប់ទៅកាន់ឋានមនុស្សវិញក៏ប៉ុន្តែពេលទៅដល់ភ្លាមរបស់សៃយ៉ានេះគឺមិនមែនចូលទៅវាយឆៅនោះទេប៉ុណ្ណឹងក៏គឺកំពុងតែឈាមមើលជាមួយនឹងស្ថានភាពដើម្បីយកដឹងថាតែគោរៀបចំផែនការបែបណាអីចឹងណាហើយនៅពេលហ្នឹងសតារ៉ូសានឹងក៏បានចេញទៅដើម្បីស្រ័យថាណែវើយអាផ្សាច់ចង្រៃណោះបើខ្លាំងចេញមកវាយគ្នាមួយស្មើក៏ប៉ុន្តែនៅពេលហ្នឹងនឹងក៏ត្រូវបានបិសាចមនុស្សទៅការចាប់ខ្លួនហោះឡើងទៅលើបាទទៅនៅពេលហ្នឹងសៃយ៉ាក៏បានប្រាប់ឲ្យរីសាទៅពញាពេលបន្តិចទៅរីសាក៏បានសួរថាពញាពេលម៉េចសៃយ៉ាក៏បានតទៅវិញថាទៅដល់សួរអប៉ហ្នឹងអេថ្ងៃហ្នឹង
ហ្នឹងទៅសភាពល្អអត់ស៊ីបាយនៅចឹងទៅដើម្បីពន្យាពេលសិនអញ្ចឹងណាហើយក្រោយពេលដែល restart ចេញទៅនៅពេលហ្នឹងរស់សារក្បាយថាមូលហេតុអ្វីអញ្ចឹងមកទៅនេះក្រៅនេះទៅវឹកហាត់ជាមួយនឹង hero របស់នេះមិនដែរទេនៅពេលហ្នឹងផងដែរទៅបសាយមិនដឹងថាគឺពួកគេបានទៅវឹកហាត់ទៅតជាមួយនឹងវិជាបាញ់ព្រួយមកទៅហើយដូច្នេះនៅពេលហ្នឹងគេក៏បានហៅឡាទៅខាងលើតែម្ដងក៏ព្រោះតែគេដឹងថានៅក្នុងកម្ពស់ប៉ុននេះទៅបីជាព្រួយមួយទៅមុនមួយណាក៏បានមិនចំគេដូចគ្នាផងដែរដោយសារតែនៅពេលហ្នឹងគឺគ្មានជំរឿ restart នេះក៏បានបប្រាជាមួយនឹងវិជាកូនចុងក្រោយរបស់សៃយ៉ាតែម្ដងញ៉ាំបាយនៅហើយស្មានហ្នឹងអាចញ៉ាំវិយាឯងដោយសារតែ restart នេះគឺវិយាពេលបែបនេះនៅពេលហ្នឹងផងដែរសៃយ៉ាគេក៏បានបាញ់ព្រួយពីចម្ងាយនៅធ្វើឲ្យគេមានការជួយសង្គ្រោះរ៉ូសាបានសម្រាប់ហើយនៅពេលនោះដែរបើសាច់មិននេះក៏បានគិតថានៅក្នុងកម្ពស់ខួរនេះគឺគ្មានព្រួយវិតមុនណាហោះឡើងមកដល់នោះទេដូច្នេះគេមានន័យថាសៃយ៉ាជាលក្ខខ្លួនក្នុងពពកមួយណាជាមិនខានរហ័យនៅពេលនោះផងដែរសៃយ៉ាគេក៏បានធ្វើការបាញ់ព្រួយពីចម្ងាយមកម្ដងទៀតក៏ប៉ុន្តែបើសាច់មិននេះក៏អាចគេផតហើយគេបានរកឃើញជាមួយនឹងទីតាំងរបស់សៃយ៉ាតែម្ដងក៏ប៉ុន្តែយើងក៏ដឹងហើយថាលំងសៃយ៉ានេះគឺមិនមែនចិត្តតែចេញឲ្យគេមើលឃើញសុខស្រួលទេក៏ព្រោះថាអ្វីគ្រប់យ៉ាងគឺតែតែមានជាមួយការរៀបចំទុកជានិច្ចគឺថាព្រួយនៅគេបាញ់មុននេះក៏បានខ្លាចទៅជាសត្វហង្សនៅបានធ្វើការហៅត្រឡប់មកវិញទៅលើខ្លួនរបស់គេហើយលំងសៃយ៉ារបស់យើងក៏បានធ្វើការដោះជាមួយនឹង skill ថ្មីទៀតហើយនៅពេលប៉ុណ្ណេះគាត់ក៏បានធ្វើការសម្លាប់ជាមួយបិសាចរុយមុននេះតែម្ដងក្រោយពេលដែលសម្លាប់ជាមួយបិសាចរុយមុននេះហើយគឺនៅសារកូនចៅរបស់វានៅពេលផងដែរសៃយ៉ាក៏បានប្រាប់ទៅកាន់ម៉ាស់ជាមួយនឹងអ៊ីឡូថាតោះពួកឯងទាំងពីរនេះយើងក៏បានឃើញថាពួកឯងគឺមានជាមួយនឹងថាមពលថ្មីដូច្នេះហើយសូមធ្វើការបង្ហាញឲ្យគាត់ឃើញមកក៏ប៉ុន្តែបានទៅវាយជាមួយបិសាចអីឡើយគឺសៃយ៉ានៅតែជាបាញ់សម្លាប់ដដែលនោះគឺឲ្យអ៊ីឡូនោះដាក់ជួយទៅឲ្យម៉ាស់ហើយឲ្យម៉ាស់ធ្វើការប្រមូលសាកសពដាក់មួយកន្លែងហើយគេធ្វើការកំទេចចោលក្រោយពេលដែលយកឈ្នះហើយគេជាមួយនឹងរ៉ូសានៅតែមិនត្រូវគ្នាដដែលទេក៏ប៉ុន្តែនៅពេលហ្នឹងរ៉ូសាក៏បានប្រាប់ថាគេធ្វើដំណើរទៅកាន់ភូមិមួយដែលមានឈ្មោះថា Isel អាសាទៅនៅភូមិនោះគេមានជាមួយនឹង Armor Legendary ហើយគេអាចប្រើប្រាស់ជាមួយនឹង Armor មួយនេះទៅវាយគ្នាជាមួយនឹងស្ដេចបិសាចបានក៏ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរទៅដល់ភូមិនោះក៏បានឃើញថាភូមិនេះគឺត្រូវបានបំផ្លាញបាត់ទៅហើយមេតបម្នាក់នៃស្ដេចបិសាចក៏បានធ្វើការកោះហៅជាមួយនឹងសត្វបិសាចមួយធ្វើការកំទេច Armor មនុស្សចោលបាត់ទៅហើយដូច្នេះហើយក៏មានន័យថាសយ៉ានៅពេលនេះដើរ Legendary ក៏មិនអាចទទួលបានសម័យតែ Armor Legendary ក៏មិនអាចទទួលបានដូចគ្នាផងដែរតែគេគឺមានអ្វីធ្វើការវាយគ្នាជាមួយនឹងស្ដេចបិសាចទៅនៅពេលនោះដែរសយ៉ាក៏បានប្រាប់ឲ្យរីសាធ្វើការបើកទ្វារទៅដល់ទៅការឋានសួគ៌វិញហើយគេខ្វាមព្យាយាមប្រយុទ្ធដើម្បីធ្វើការពន្យាពេលរហូតដល់ធានាបើកទ្វារបានសម្រាញ់ក្រោយពេលដែលទ្វារបើកហើយសយ៉ាក៏បានធ្វើការបោះម៉ាស់ក៏ដូចជាអ៊ីឡូចូលមុននៅពេលហ្នឹងរីស្តាក៏បានគិតថាអីយ៉យប្រហែលជានាងគឺជាអ្នកចុងក្រោយរីស្តានឹងធ្វើការផ្ដល់ជាមួយនឹង Pressure Treatment ឲ្យគេអញ្ចឹងណាហើយនាងទទួលបាននោះគឺក្រោយវាបានចូលទៅដល់ឋានសួគ៌ហើយពួកគេគឺមិនតរួចខ្លួនទេនៅពេលបណ្ដាបិសាចមនុស្សក៏បានធ្វើការហោះមកតាមពួកគេដូចគ្នានៅពេលហ្នឹងសៃយ៉ាក៏បានព្យាយាមរួចយកតែម្ដងរហ័យនិយាយថាបើដល់ឋានសួគ៌ប្រកាច់យកស្អីទេព្រះនៅនេះសុទ្ធតែអត់ប្រយោជន៍និយាយទៅគឺព្រះមួយណាក៏ដោយគឺមិនអាចទទួលជាមួយនឹងបិសាចនេះបាននោះទេហើយនៅពេលហ្នឹងគេក៏បានរត់ទៅជួបជាមួយនឹង Eden សៃយ៉ាគេក៏បានប្រើប្រាស់ជាមួយនឹងក្បាច់ប្រុសស្អាតរបស់គេប្រាប់ទៅកាន់ Eden ថាសូមជួយគេកុំចាប់បិសាចមនុស្សផង Eden នៅពេលហ្នឹងក៏បាននិយាយថាអាណាហ៊ានប៉ះក្រៅអញអាមួយនឹងងាប់ជាមិនខានក៏ប៉ុន្តែ Eden ក៏នៅតែមិនអាចយកឈ្នះទៅលើវាបានដដែលរហ័យនៅពេលហ្នឹងរីស្តាក៏បានសួរទៅកាន់សៃយ៉ាថាតើគេចង់រត់ទៅដល់ណានៅពេលនោះដែរសៃយ៉ាក៏បានតទៅវិញថាគេក៏មានចំណឹងដែលគួរស័ក្តិសមជាមួយនឹងបិសាចមួយនេះហើយដែលនោះគឺជាព្រះដែលជាចិត្តគូគំនូគឺជាវ៉ាការីនឹងឯងក៏ព្រោះតែគេគឺដឹងថាបើសិនជាគេសុំឲ្យវ៉ាការីជួយពួកគេទៅតង់នោះវ៉ាការីចាស់ជាមកយកប្រមទេក៏ប៉ុន្តែសិនជាពួកគេធ្វើការអូសបិសាចមួយនេះដល់កន្លែងរបស់នាងធ្វើការកំទេចកំនូរបស់នាង 100% ច្បាស់ណាស់នឹងច្បាស់ជាវ៉ាគ្នាជាមួយនឹងបិសាចមួយនេះជាមិនខានរហ័យផាងការរបស់សៃយ៉ានៅពេលនេះក៏បានសម្រេចដូចគ្នាវ៉ាការីក៏បានធ្វើការវាយគ្នាជាមួយនឹងបិសាចមួយនឹងតែម្ដងក៏ប៉ុន្តែបិសាចមួយនេះគឺពិតជាសាហាវខ្លាំងយកតែមែនតើគឺមិនអាចធ្វើអ្វីទៅលើគេបានទេក៏ប៉ុន្តែវ៉ាការីគឺមិនមែនអត់ក្បាច់ត្រឹមនឹងឡើយនៅពេលនោះផ្ដាច់នាងក៏បានប្រប្រាស់ជាមួយក្បាច់ចុងក្រោយរបស់ខ្លួនគឺខ្លោងទ្វារវ៉ាហាឡាក្រោយពេលបានយកឈ្នះទៅលើបិសាចមនុស្សហើយនៅពេលផ្ដាច់នាងក៏បានមានរបួសពេញខ្លួនតែម្ដងក៏ព្រោះថាក្បាច់មនុស្សគឺមិនជាក្បាច់ស្រួលនោះទេហើយមនុស្សធម្មតាក៏មិនអាចប្រប្រាស់ជាមួយក្បាច់មនុស្សបានឡើយក៏ប៉ុន្តែមើលទៅវ៉ាការីហាក់ដូចជាពេញចិត្តជាមួយនឹងការឈឺចាប់របស់នាងខ្លាំងណាស់គឺសប្បាយចិត្តរីៗតែម្ដងវ៉ាការីនៅពេលហ្នឹងក៏បានងើបឡើងវិញនៅបាននិយាយថារីសានឹងគឺជាអ្នកនាំយកបិសាចមនុស្សមកម៉ែណៃរទេដូច្នេះនឹងគឺជាអ្នកទទួលខុសត្រូវគឺឲ្យនាងចាំបាច់ក្រូចនៅពេលហ្នឹងសៃយ៉ាក៏បានចូលទៅជួយរីសាក៏បានគិតថាអូយវីរៈបរិសុទ្ធរបស់នាងគឺមកជួយនាងហើយក៏ប៉ុន្តែអ្វីដែលនាងទទួលបាននោះគឺរហ័យនៅពេលហ្នឹងសៃយ៉ាគេក៏បាននិយាយថានាងពិតជាស័ក្តិសមធ្វើជាអ្នកវឹកហាត់ជាមួយនឹងគេ Batman ក៏ប៉ុន្តែនៅពេលហ្នឹងវ៉ាការីគឺមកយកប្រមទេពីគេទៅពីអ្នកក៏បានឆ្លោះគ្នាតែវ៉ាការីនឹងក៏បាននិយាយថាប្រជាជនរបស់នាងនេះគឺមនុស្សធម្មតាមិនអាចវឹកហាត់បានឡើយក៏ប៉ុន្តែសៃយ៉ាក៏បានតទៅវិញថាហើយចុះបានមិនសាកល្បងផងមិនបានជានាងដឹងពីគេទៅពីអ្នកក៏បានបកកាយគ្នាបន្តិចទៅនៅពេលហ្នឹងវ៉ាការីនឹងក៏បានយកព្រមតែម្ដងក្រោយពេលដែលវ៉ាការីចាក់ចេញទៅបាត់ទៅនៅពេលហ្នឹងផងដែររីស្តាក៏បានសួរទៅកាន់សៃយ៉ាថាបើសិនជាមិនមានជាមួយនឹងដាវ Legendary ក៏ដូចជា Armor Legendary នោះទេតែបើគេធ្វើយ៉ាងណាទៅយកឈ្នះ
ណាទៅលើស្ដេចបិសាចបានទៅនៅពេលនៅផងដែរសៃយ៉ាគេក៏បានតទៅវិញថាមកនេះគេក៏បានយកជាមួយនឹងបំណែកនៅ Armor Legendary មកតាមខ្លួនដូចគ្នាផងដែរទៅបីជាបំណែកមួយនេះមិនអាចយកទៅបង្កើតទៅជា Armor ថ្មីក៏ដោយក៏ប៉ុន្តែគេក៏អាចប្រើប្រាស់វាដើម្បី upgrade ដាវរបស់ខ្លួនឬហើយដោយសារតែនៅពេលនេះសៃយ៉ាគឺវឹកហាត់ជាមួយនឹង Valkyrie Irulu ជាមួយនឹង Mark ក៏ទៅវឹកហាត់ជាមួយនឹង Area នៅពេលនោះផងដែរពេល Star នេះក៏មានបំណងចង់ទៅងុយទឹកក៏ប៉ុន្តែនៅពេលនេះក៏បានជួបជាមួយនឹង Caesarus ក៏បានប្រាប់ថា Star ហ្នឹងគឺមានបំណងចង់ជួបនាងដូច្នេះហើយគេមានន័យថាចារី Star របស់យើងគឺមិនបានងុយទឹកនៅទេដល់ Star ហ្នឹងក៏បាននិយាយថាស្ដេចវិសាចនៅពេលនេះគឺចាប់ផ្ដើមចូលនៅផែនការគ្រប់គ្រងផែនដីរបស់ក៏ទៀតហើយនៅពេលនេះក៏មានបំណងចង់ធ្វើការវាប្រហារទៅលើរាជធានីយកតែម្ដងដូច្នេះហើយគាត់ក៏ចង់ឲ្យ Rista ជាមួយនឹង Seiya ធ្វើដំណើរទៅកាន់ទីនោះក៏ប៉ុន្តែនៅពេលហ្នឹងគាត់ក៏បាននិយាយថាមុននឹងទៅកុំភ្លេចងូតទឹកផងក៏ព្រោះថាក្លិនចាឯហ្នឹងក៏អូបដល់ហើយឬហើយថែថ្មីហ្នឹងក៏បានមកដល់ក្រោមការវឹកហាត់របស់ Area យើងក៏បានឃើញថាម៉ាស់នៅពេលនេះក៏អាចប្រែកាឡាទៅជាសត្វនេះបានពេញលេញហើយចំណាយ Elo វិញក៏បានដោះជាមួយថាអពើថ្មីរបស់នាងបានដូចគ្នាតែពួកគេទៅពេលនេះក៏បានគិតថានៅពេលនេះពួកគេក៏មានជំរឿនសមត្ថភាពជួយទៅលើ Seiya បានហើយដូច្នេះនៅពេលហ្នឹង Rista នឹងបានគិតថានឹងគឺគួរធ្វើអ្វីម្យ៉ាងឲ្យមានប្រយោជន៍ឲ្យទៅកាន់ Seiya ដូចគ្នាផងដែរឬហើយនៅពេលហ្នឹងនាងក៏បានទៅម៉ូតូរបស់ Valkyrie ដើម្បីហៅ Seiya ធ្វើដំណើរបន្តទៀតក៏ប៉ុន្តែនៅពេលហ្នឹងនាងក៏បានគិតថាចំអាប៉ែមិនកំពុងទៅអស់រែងរបស់ Valkyrie តា Seiya ហ្នឹងក៏បានតទៅវិញថាអស់រែងបកាច់យកអីនឹងគ្រាន់តែជាក្បាច់គុណតែប៉ុណ្ណោះពួកគេទៅពេលនេះកំពុងតែហាត់វិជាគុណ Rista ក៏បានតទៅវិញថាវិជាគុណបកាច់យកស្អីគេហាត់ចឹងហ៎គេហាត់ចឹងមែនថាវិជាគុណអាណាហាត់ចឹង Valkyrie ក៏បានតទៅវិញថាត្រូវហើយវិជាគុណរបស់នាងគឺហាត់បែបហ្នឹងឯងក៏បានធ្វើឲ្យ Rista នៅពេលនេះក៏ខូចចិត្តតែម្ដងនឹងនិយាយថា Seiya ហេតុអ្វីបានជាបងខ្វះចិត្តអូនបែបនេះបងនឹងដែររទេថាអូនសង្ឃឹមថានារីទី1របស់បងគឺជាអូនខំរៀបចំជាមួយនឹងកាដូពិសេសឲ្យទៅកាន់បងនេះគឺជាតុក្កតាដែលអូនធ្វើជាមកពិសោធន៍របស់អូន Valkyrie នឹងក៏បាននិយាយថាចំមិននឹកស្មានថាដើម្បីយកចិត្ត Seiya នេះគឺហ៊ានលបងខ្លាំងបែបនេះទេកាដូនេះគឺជាពិសេសខ្លាំងយូរតែមែនតែម្ដងនេះគឺមិនអាចឈ្នះបានឡើយព្រោះហើយនៅពេលហ្នឹង Valkyrie នឹងក៏បានចាក់ចែងទៅទៅ Seiya ក៏បាននិយាយថាគ្រប់យ៉ាងគឺមនុស្សនាងគិតនៅទេពួកគេទៅពេលនេះគ្រាន់តែវឹកហាត់វិជាគុណតែប៉ុណ្ណោះគឺមិនបានធ្វើអ្វីឡើយព្រោះហើយក្រោយមកពួកគេទាំង4នាក់ក៏បានធ្វើដំណើរទៅកាន់ឋានមនុស្សវិញដើម្បីជួយការពារទីក្រុងក៏ប៉ុន្តែលើកនេះគឺចម្លើយខុសពីលើកមុនក៏ព្រោះថាលើកនេះនឹងគឺមិនបានលើ Seiya និយាយថាគេបានត្រៀមខ្លួនរួចរាល់ហើយនៅទេព្រោះហើយក្រោយពេលដែលធ្វើដំណើរទៅដល់ទៅក៏បានឃើញថាក្រុមទាហានក៏បានមកដល់ជាមួយនឹងទីក្រុងបាត់ទៅហើយក៏ប៉ុន្តែនៅពេលហ្នឹង Seiya ក៏បាននិយាយថាគឺមិនចាំបាច់ប្រយុទ្ធនោះទេក៏ព្រោះថានៅពេលហ្នឹង War Master គេក៏បានធ្វើការបង្ហាញខ្លួនហើយគេប្រើត្រឹមតែមួយក្បាច់តែប៉ុណ្ណោះក៏បានយកឈ្នះទៅលើមេតបចុងក្រោយរបស់ស្ដេចបិសាចហើយប្រើត្រឹមតែមួយក្បាច់ក៏បានធ្វើការសម្លាប់ទាហានបិសាចចោលទាំងអស់នៅពេលហ្នឹងផងដែរឬសាក៏បានគិតថាចំហើយចោលអប War Master មួយនេះគឺសាហាវខ្លាំងហ្នឹងមូល500អញ្ចឹងគេមិនប្រត់ធ្វើជាបរិបរោះតែម្ដងទៅហើយនៅពេលនេះយើងក៏បានឃើញថាក្រោយពេលដែលគេធ្វើការប្រយុទ្ធហើយ War Master ក៏បានប្រែខ្លួនទៅជាកូនក្មេងតែម្ដងក្រោយពេលដែល War Master បានក្លាយទៅជាកូនក្មេងហើយនៅពេលនេះគឺកំពុងតែយំងាដើម្បីសរកជាមួយនឹង Rosa ក្រោយពេលដែល Rosa បានធ្វើដំណើរមកដល់ហើយពួកគេក៏បានសួរថាតើមានរឿងអ្វីកើតឡើង Rosa នឹងក៏បាននិយាយថាកំពុងអនុញ្ញាតចូលទៅក្នុងសិនទៅព្រោះហើយក្រោយពេលធ្វើដំណើរទៅដល់ខាងក្នុងហើយពួកគេក៏ត្រូវជួបជាមួយនឹង War Master ក៏ប៉ុន្តែមុនពេលទៅជួបជាមួយនឹង War Master ពួកគេក៏ត្រូវជួបជាមួយនឹង Rosa ជាមុនសិនដែល Rosa នឹងក៏បាននិយាយថាកាលពីប្រហែលឆ្នាំមុនឪពុករបស់នាងក៏បានធ្វើដំណើរទៅវាយគ្នាជាមួយនឹងស្ដេចបិសាចក៏ប៉ុន្តែដោយសារតែគាត់គឺមិនអាចយកឈ្នះទៅលើស្ដេចបិសាចបាននៅពេលនោះផងដែរស្ដេចបិសាចក៏បានធ្វើការដាក់បណ្ដាសាឲ្យមកកាន់គាត់ជាមូលហេតុដែលគាត់ខ្លាចទៅជាបែបនេះហើយនឹងក៏មានសំណងពងមួយសូមទៅកាន់ Seiya តែម្ដងថាសូមកុំឲ្យគេនាំឪពុករបស់នាងទៅជាមួយអីឲ្យសារតែស្ថានភាពរបស់គាត់បែបនេះនឹងឯងនៅពេលនោះដែរ Seiya ក៏បានតទៅវិញថាទោះបីជានាងមិនសុំគេក៏ដោយក៏គេមិននាំមនុស្សចាស់ដូចជាឪពុករបស់នាងទៅជាមួយនឹងគេនាំទៅដៃទៅជើងនោះទេឬហើយក្រោយពេលដែលចូលជាមួយនឹង War Master ហើយ Seiya គេក៏មិនចាំយូរដូចគ្នាផងដែរគេក៏បាននិយាយឲ្យត្រង់តែម្ដងថាគេគឺមិនត្រូវការជំនួយរបស់ War Master នោះទេទោះឲ្យគេធ្វើដំណើរទៅកាន់ប្រាសាទរបស់ស្ដេចបិសាចតែម្នាក់ឯងក៏បានដែរ War Master នៅពេលនោះក៏បាននិយាយថាមិនអីទេធ្វើម៉េចបើគាត់ចាស់ទៅហើយដូច្នេះហើយក៏គឺមិនចាំបាច់ទៅក៏បានដែរប៉ុន្តែនៅពេលនេះសត្វទាហានបានរត់មកប្រាប់ថាមានជំនួយបិសាចវាប្រហារនៅពេលនោះ Seiya ក៏បាននិយាយថាតើគាត់ជាអ្នកទៅប្រយុទ្ធដែលគេក៏ធ្វើដំណើរទៅជាមួយនឹង Elo ជាមួយនឹង Mark ដែលមិនឲ្យជាមួយនឹងចារីសាទៅជាមួយនឹងទេក្រោយពេលដែល Seiya គេបានចាក់ចេញទៅបាត់ហើយ War Master ក៏បានហៅចារីសាទៅនិយាយគ្នាតែគាត់នឹងក៏បាននិយាយថាតើនាងនឹងដើរទេតែមូលហេតុអ្វីបានជាទេពអសរដូចជានាងគឺមិនចេះស្លាប់គឺដោយសារតែរាងកាយរបស់នាងនៅទីនេះក៏ប៉ុន្តែព្រលឹងរបស់នាងគឺមិននៅទីនេះឡើយពេលនាងស្លាប់នៅឋានមនុស្សព្រលឹងរបស់នាងក៏បានរក្សាទុកនៅឋានសួគ៌នោះដូច្នេះគឺមានន័យថាទោះបីជានាងស្លាប់នៅទីនេះក៏ដោយព្រលឹងរបស់នាងក៏នៅតែមានដដែលនេះហើយគឺជាមូលហេតុដែលនាងអាចរស់ឡើងវិញព្រោះដូចជាបរិបរោះដូចជា Seiya អញ្ចឹងទោះបីជាគេស្លាប់នៅទីនេះក៏ដោយក៏ប៉ុន្តែអាស្រ័យតែព្រលឹងរបស់គេនៅភពដើមរបស់ខ្លួនដូច្នេះគឺមានន័យថាគេអាចវិលត្រឡប់ទៅវិញបានក៏ប៉ុន្តែស្ដេចបិសាចគេមានជាមួយនឹងអាវុធមួយដែលអាវុធមួយនេះគឺវិជាសាហាវខ្លាំងណាស់ដែលមានឈ្មោះថាចង្វាក់នៃការបំផ្លាញដែលចង្វាក់មួយនេះគឺមិនមែនត្រឹមតែអាចសម្លាប់ពួកគេទេសូម្បីតែព្រលឹងដើមរបស់ពួកគេក៏ត្រូវបានបំផ្លាញនៅគ្នាផងដែរដូចនេះហើយគេមានថាបើសិនបើពួកគេស្លាប់នៅទីនេះគឺមាន
មានថាស្លាប់យកតែម្ដងមិនអាចចាប់ជាតិសាជាថ្មីបាននោះទេរហ័សពិតជាសំណាងល្អយកតែមែនតែម្ដងក៏ព្រោះថាស្អែកបសាយក៏បានធ្វើការប្រកួតជាមួយនឹងអាវុធនេះឲ្យមកកាន់គាត់ដើម្បីធ្វើការសាក់លបងដោយវាគឺមានឈុតថាអាវុធសម្លាប់ព្រះរហ័សនៅពេលនោះដែរក៏មានមនោចង់ធ្វើការសម្លាប់រីស្តានៅកន្លែងមួយនេះភ្លាមតែម្ដងទៅតែក៏បានធ្វើការមានប្រធានទៅរីស្តាចំណាអាចារ្យរីស្តារបស់យើងវិញនៅពេលនេះគឺពុទ្ធរត់រកម៉ែជួយក៏ប៉ុន្តែនឹងគឺមិនដែររតនាបាននៅទេនៅពេលដែរនឹងក៏ត្រូវបានជីវៈមួយនេះចាប់ចងចត់មួយមនោចង់ធ្វើការសម្លាប់នាងរីស្តានៅពេលនេះគឺមានតែស្រែកឲ្យសៃយ៉ាជួយតែប៉ុណ្ណោះហើយក៏ដូចជាអ្វីដែលនាងចង់បានបែបនៅពេលនេះសៃយ៉ាក៏បានមកជួយនឹងបានសម្រាប់ក៏ប៉ុន្តែសៃយ៉ាគឺមកទុកចិត្តជាមួយនឹងអពៈវ៉ាម៉ាស្ទ័រនេះនៅទេនេះហើយក៏ជាមូលហេតុដែលគេធ្វើត្រឡប់មកវិញសៃយ៉ាក៏បានសួរថាតើគេធ្វើអញ្ចឹងដើម្បីអ្វីវ៉ាម៉ាស្ទ័រក៏បានតទៅវិញថាកាលពីប្រហែលឆ្នាំមុននៅពេលដែលគេទៅវាយគ្នាជាមួយនឹងស្ដេចបិសាចគឺពិតជាកត់សរសើរជួយថាអំពើដ៏ខ្លាំងក្លារបស់ស្ដេចបិសាចយកតែមែនតែម្ដងហើយមានតែស្ដេចបិសាចតែម្ដងដែលមើលឃើញអំពីបណ្ដាពិតប្រាកដរបស់គេគឺដោយសារតែគាត់ចំណានហើយអ្វីបានជាគាត់មិនអាចធ្វើជាបរៈបរោះបានដូច្នេះហើយទៅនៅពេលនេះផងដែរទោះបីជាគាត់មិនអាចធ្វើជាបរៈបរោះបានក៏គាត់នឹងធ្វើការសម្លាប់បរៈបរោះចោលហើយនៅពេលបណ្ដាគាត់ក៏បានធ្វើការផាត់ថ្នាំមួយស្ដេចបិសាចប្រកបឲ្យកាន់គាត់ក៏បានខ្លាចទៅជាបិសាចតែម្ដងទៅរហូតនៅពេលនោះប្រកេតទៅពីអ្នកក៏បានវាយគ្នាក៏តែដោយសារតែ War Master មានជាមួយនឹងអាវុធរបស់ស្ដេចបិសាចនៅពេលហ្នឹងក៏កាយធ្វើការវាយសយ៉ាដៃមកខាងរហូតសយ៉ាដោយសារតែគេបានវឹកហាត់វិជាគុណជាមួយនឹងចាវ៉ាការីនោះនៅពេលនោះផងដែរគេក៏បានធ្វើការប្រើប្រាស់ជាមួយនឹងវិជាគុណវ៉ាការីធ្វើការវាយទៅលើ War Master ដើម្បីយកឈ្នះទៅលើ War Master ភ្លាមរហូតនៅពេលនោះផងដែរគេក៏បានឲ្យ Risa ជួយជឿបាននឹងតដៃឲ្យមកកាន់គេវិញក្រោយពេលតដៃបានសម្រេចហើយគេក៏បានឲ្យ Risa ជួយព្យាបាលរបួសឲ្យទៅកាន់ War Master ផងនៅពេលដែល Risa ព្យាបាលរបួសឲ្យ War Master បានសម្រេចហើយគេក៏បានទៅនិយាយជាមួយនឹង Rosa ដែលបានសួរទៅកាន់នាងថាតើនាងមានអ្វីចង់និយាយទៅកាន់ឪពុករបស់នាងដែរឬទេពីដំបូងឡើយ Rosa នាងគឺមិនចង់និយាយទេអត់ថាឪពុករបស់នាងបានប្រែទៅជាខាងបិសាចក៏តែនៅពេលនោះសៃយ៉ាក៏បានតែកំភ្លៀងរបស់នាងសាជាថ្មីនៅបាននិយាយថានិយាយអ្វីដែលនាងគួរនិយាយហើយនិយាយវាបានលឺស្របពេលដែលគាត់គឺនៅអាចស្ដាប់បានហើយនៅពេលនោះដែរ Rosa នាងក៏បានយំនាងក៏បានតែការនិយាយលាទៅកាន់ឪពុករបស់នាងជាលើកចុងក្រោយចំណែក War Master វិញគាត់ក៏បានយំដូចជាកូនក្មេងម្ដងទៀតហើយនឹងស្រែកហៅឈ្មោះរបស់នាងក្រោយពេលដែល War Master ស្លាប់បាត់ទៅពួកគេក៏បានប្រកាសថាគាត់គឺស្លាប់ដោយសារតែជំងឺរហ័ស Rosa នាងក៏បានឡើងគ្រងតំណែងសរិទ្ធបន្តពីឪពុករបស់នាងចំណែកសៃយ៉ាវិញគេគឺកំពុងតែសម្រាប់ព្យាបាលរបួស Risa នៅពេលហ្នឹងក៏បានប្រាប់ទៅឲ្យម៉ាក៏ដូចជាលូថាឲ្យពួកគេទៅពេលអ្នកទៅដើរលេងសិនទៅទិញអីចូលកាស៊ីណូឬក៏ទៅទិញអាហារញ៉ាំអីសិនអញ្ចឹងណាមុនពេលដែលអាប៉ាក់មួយនេះអាប៉ាក់កំពូលវត្តហាត់មិនចេះឈប់ហាត់មិនចេះឈរនេះមុនពេលដែលអាប៉ាក់មួយនេះងើបឡើងវិញក៏ប៉ុន្តែនៅពេលនោះសៃយ៉ាគេក៏បានងើបឡើងវិញបាននិយាយថានិយាយដើរពីមុខយកតែម្ដងណោះក៏ប៉ុន្តែនៅពេលនេះក៏មានរឿងរ៉ាវចម្លែកមួយបានកើតឡើងនៅពេលហ្នឹងសារតែសៃយ៉ាយកប្រាប់ពួកគេទៅដើរលេងតែម្ដងទៅឲ្យពួកគេទៅដើរលេងធ្វើដំណើរកម្សាន្តឲ្យសប្បាយចិត្តចោះចាំរយៈពេល2ថ្ងៃក្រោយចាប់ពួកគេទៅវាយស្ដេចបិសាចដូច្នេះហើយនៅពេលហ្នឹងពួកគេទាំង3នាក់ក៏បានសប្បាយចិត្តតែម្ដងរីស្តាក៏បាននាំក្មេងៗទាំង2នាក់ទៅដើរលេងទៅទិញអាហារចូលកាស៊ីណូលេងល្បែងកម្សាន្តអីចឹងណាអ្នកគ្នាហើយនៅពេលហ្នឹងផងដែរក៏បានទៅទិញជាមួយនឹងសន្លឹកបំពាក់ក៏ប៉ុន្តែក្រោយពេលទៅដល់ហាងភ្លាមហើយនៅពេលហ្នឹងរីស្តានេះក៏បាននិយាយថាអូយហាងនៅឋានមនុស្សនេះហាក់ដូចជាមិនសូវមានម៉ូដទាន់សម័យនៅឋានសួគ៌សោះក៏ប៉ុន្តែចាអ៊ីម្ចាស់ហាងហ្នឹងសត្វទៅលឺអ្វីដែលរីស្តានិយាយតែម្ដងទៅរហូតនៅពេលហ្នឹងពួកគេទាំង3នាក់ក៏បានលឺថានៅទីក្រុងនេះក៏មានជាមួយនឹងកន្លែងងូតទឹកក្តៅដ៏ស្រស់ស្អាតមួយដែលជាកន្លែងងូតទឹកក្តៅរួមគ្នាគឺទាំងប្រុសទាំងស្រីងូតរួមគ្នាអីចឹងណាធ្វើឲ្យរីស្តាហ្នឹងក៏តែម្ដងថាអ៊ីយ៉ាងូតរួមគ្នានាងក៏ងូតទឹកក្តៅជាមួយនឹងសៃយ៉ាបានហើយនៅពេលនេះនឹងអាចមើលឃើញជាមួយនឹងស្អីអ្នកជាមួយនឹងសៃយ៉ាហើយរហូតនាងក៏ចង់ទិញជាមួយនឹងកៅអៅមួយចំនួនដើម្បីទៅងូតទឹកក្តៅអីចឹងណាក៏ប៉ុន្តែចាអ៊ីអ្នកលក់សារតែនាងលឺអ្វីដែលរីស្តានិយាយការផលិតមុននៅពេលហ្នឹងនាងក៏បានធ្វើការនាំកៅអៅមួយឲ្យទៅកាន់ចារីស្តាតែម្ដងដែលកៅអៅមួយនេះគឺមានតែខាងក្រៅអត់ខាងលើនោះទេនឹងបាននិយាយថានេះម៉ូដថ្មីម្ចាស់ម៉ូដថ្មីរីស្តាក៏បានតទៅវិញថាអីម៉ូដថ្មីបកាច់យកស្អីពាក់តែក្រៅអត់លើចឹងអីលក់ហ្នឹងក៏បានតទៅវិញថាអត់សឹងជាចាអ៊ីមិនពេញចិត្តជាមួយនឹងម៉ូដនេះទេខ្ញុំមានម៉ូដថ្មីមួយទៀតចានេះម៉ូដនេះគឺជាម៉ូដមានតែមួយខាងចាយពាក់ទៅគេទៅលយមកមានតែម្នាក់ឯងលើលោកនេះរីស្តាហ្នឹងក៏បានគាត់ថាយីចាយនេះកាច់អញតានេះកាច់អញតាហើយប្រគេទៅពីរនាក់ក៏បានឆ្លុះគ្នាតែម្ដងក៏តែនៅពេលហ្នឹងចាយដល់លោកក៏បានលើថារីស្តានេះបានលោកស្រាញ់ទៅលើសៃយ៉ាអីចឹងណានឹងក៏បាននិយាយថាអូចាយទៅជាមួយនឹងការឲ្យសង្សារមែនកុំភ័យចាយមានជាមួយម៉ូដថ្មីម៉ូដនេះគឺមានតែមួយលើលោកនោះទេគ្មានឡាយលើឋានសួគ៌គ្មានលក់ឋានកណ្ដាលគ្មានលក់គ្មានកណ្ដាលណាមានលក់ក្រៅបរិហាងខ្ញុំទេតែនេះគឺជាម៉ូដប្រម៉ោយដំរីរីស្តាក្រោយទៅឃើញភ្លាមនៅពេលហ្នឹងផងដែរនឹងក៏បានថាយីម៉ូដអីក៏លយម្លេះម៉ូដអីក៏អស្ចារ្យខ្លាំងម្លេះបើសិនជាឲ្យសៃយ៉ាពេកខ្ញុំจะឃើញជាមួយនឹងប្រម៉ោយដំរីរបស់សៃយ៉ាហើយដូច្នេះនៅពេលនោះដែរនឹងក៏បានថាការទិញជាមួយនឹងកៅអៅមួយនេះឲ្យទៅកាន់សៃយ៉ាតែម្ដងទៅរហូតនៅពេលនេះចារីសារបស់យើងក៏ពិតជាសម្បត្តិជាខ្លាំងយូរតែមែនតែម្ដងក៏ពិតតែនឹងការគិតថានៅពេលនេះអាចចំណាយពេលវេលាជីវិតធម្មតានៅជាមួយនឹងសៃយ៉ាបានហើយពួកគេទៅពេលនេះក៏គឺទៅក្តៅជាមួយនឹងគ្នាបានដែរក៏ប៉ុន្តែនៅពេលនោះពួកគេក៏បានឃើញថាសៃយ៉ាគឺបានវិលត្រឡប់មកផ្ទះវិញនោះទេពួកគេក៏បានរកចាំអស់រយៈពេលពេញមួយថ្ងៃដែលសួរពេញទីក្រុងក៏ប៉ុន្តែគ្មានអ្នកណាម្នាក់បានឃើញសៃយ៉ាឡើយដូច្នេះហើយនៅពេលនោះបាត់ដែរគឺគ្មានជំរឿននោះទេនឹងក៏បានវិលត្រឡប់ទៅឋានសួគ៌វិញតែម្ដងក៏ព្រោះថានៅឋានសួគ៌ច្បាស់ជាមួយចម្លើយឲ្យនាងក៏ប៉ុន្តែក្រោយពេលដែលនាងធ្វើដំណើរទៅដល់ឋានសួគ៌ហើយនាងក៏បានចូលជាមួយនឹង area ដែល area នៅពេលនេះនឹងគឺកំពុងតែឈរយំតែម្នាក់ឯងរីសាក៏បានសួរថាតើមានរឿងអ្វីកើតឡើងនឹង area នេះក៏បានតបទៅវិញថាអត់អីនោះទេនៅពេលនេះអ៊ីស្តាកំពុងតែរង
ងចាំនាងហើយចម្លើយដែលនាងចង់បានគឺនៅទីនឹងឯងអេរីក៏បាននាំរីសាចូលជាមួយនឹងអេសានៅឯកន្លែងដើមឈើទុកពលឹងរបស់ទេវតានៅពេលនោះប៉ុណ្ណាគាត់ក៏បាននិយាយប្រាប់ទៅកាន់នាងថាការពិតទៅសៃយ៉ាបានធ្វើដំណើរទៅវាយជាមួយនឹងសាច់បិសាចតែម្នាក់ឯងហើយក៏ប៉ុន្តែរីសានឹងគឺមិនជឿនៅទេថាសៃយ៉ាគឺជាមនុស្សបែបនេះគឺថាអាបែបនេះគឺតែវឹកហាត់គឺតែត្រឹមសិនមិនពេលតែគេធ្វើអ្វីមួយក៏ប៉ុន្តែនៅពេលនេះអេសាក៏បានសួរថាតើនេះមិនចាប់អារម្មណ៍អ្វីមួយដែរឬទេគឺសៃយ៉ាមិនបាននិយាយថាខ្ញុំបានទិញខ្លួនរួចរាល់ហើយទេក៏ព្រោះថា level របស់សៃយ៉ានៅពេលនេះគឺបានគ្រប់ level អបទៅហើយដូច្នេះហើយគេមានថាតើវិញគេវឹកហាត់ខ្លាំងយ៉ាងណាក៏ដោយគេក៏មិនអាចឡើង level ទៀតដែរដូច្នេះហើយគេគឺមានតែវឹកហាត់ជាមួយនឹង skill ថ្មីតែប៉ុណ្ណោះឬហើយមូលហេតុដែលសៃយ៉ាមិនចង់ឲ្យពួកគេធ្វើដំណើរតែជាមួយក៏ព្រោះថាវាក៏ពិតជាគ្រោះថ្នាក់ខ្លាំងណាស់សៃយ៉ាក៏ពិតជាស្រឡាញ់ពួកគេខ្លាំងណាស់ទោះបីជាគេមិននិយាយដោយផ្ទាល់ក៏ដោយដូចជាប្រពួកគេធ្វើដំណើរជាមួយនឹងខ្លួនចូលអ៊ីឡូនៅឯនគរនេះទោះបីជាសៃយ៉ាមិននិយាយដោយផ្ទាល់ក៏ដោយហើយមូលហេតុដែលគេធ្វើអ្វីតែម្នាក់ឯងប្រយោជន៍តែម្នាក់ឯងមិនឲ្យពួកគេធ្វើអ្វីនោះគឺដោយសារតែគេព្យាយាមធ្វើយ៉ាងណាការពារពួកគេដើម្បីនេះកុំឲ្យប្រឈមមុខជាមួយនឹងគ្រោះថ្នាក់អ្វីអសោះឬហើយនៅពេលនេះ Easter គឺនឹងធ្វើការបង្ហាញការចងចាំមួយរបស់ Three Star ការវិចិត្រមុនឲ្យទៅកាន់ពួកគេបានឃើញនោះគឺការពីមុនសៃយ៉ាគេធ្លាប់ធ្វើជាបរិបរម្នាក់ដូចគ្នាផងដែរនៅក្នុងបេសកកម្ម Tier B ដែលនៅពេលនោះសៃយ៉ាគឺមិនដូចដល់ឥឡូវនេះឡើយគឺគ្មានការវឹកហាត់គ្មានការត្រៀមខ្លួនហើយគ្មានធ្វើអ្វីទាំងអស់គឺដឹងតែម្យ៉ាងតែប៉ុណ្ណោះគឺចូលវាយវាយប៉ះបិសាចអន់គឺឈ្នះទៅវាយប៉ះជាមួយនឹងបិសាចខ្លាំងគឺឈ្នះទាំងវេទនាដែលសមាជិករបស់គេនៅពេលនោះគឺមានជាមួយនឹង Area ដែលជាទេពអសរសមាជិកប្រុសម្នាក់ទៀតជាមួយនឹងសមាជិកស្រីម្នាក់ទៀតដែលមានឈ្មោះថា Thiana គឺជា Healing ដែលនាងគឺជាពនាងម្ចាស់នៅក្នុងនគរមួយនោះដែលនគរហ្នឹងគេមានឈ្មោះថា Exophia ពួកគេតែមួយនេះក៏បានធ្វើការវាយបិសាចគ្រប់ទីទាំងឡាយឈ្នះទាំងវេទនាក៏ព្រោះថាសៃយ៉ាគឺមិនដែលវឹកហាត់មិនដែលរៀបចំផែនការស្អីទេគេតែចូលវាយនឹងឯងព្រោះហើយពួកគេគឺពឹងខ្លាំងជាងគេគឺទៅលើវេទមន្តព្យាបាលរបស់ Thiana នឹងឯងព្រោះហើយទីបំផុតពួកគេក៏អាចវាយរហូតទៅដល់កន្លែងសាច់បិសាចនៅពេលដែល Thiana ក៏បានសួរថាគេគួរតែទៅសួរអំពីអ្នកភូមិតជាមួយនឹងថាសាច់បិសាចមួយនេះមានចរិតថាអំពើអ្វីខ្លះអីខ្លះដែរឬទេហើយគេគួរតែវឹកហាត់ត្រៀមខ្លួនទុកមុនដែរឬទេនៅពេលដែលសៃយ៉ាក៏បានទៅវិញថាមិនបាច់ខ្វល់ទេចូលវាយយកតែម្ដងទៅនៅពេលដែល Thiana ក៏បានសួរទៅកាន់គេថាមូលហេតុអ្វីអញ្ចឹងគេបញ្ញាប់បែបនេះសៃយ៉ាក៏បានទៅវិញថាសាច់បិសាចនៅរស់កាន់តែយូរមនុស្សគឺកាន់តែរងទុក្ខឬហើយពួកគេទាំង4នាក់ក៏បានចូលទៅវាយគ្នាជាមួយនឹងសាច់បិសាចរហូតតែទទួលបានជាមួយនឹងជ័យជំនះក៏ប៉ុន្តែការវាយគ្នាមួយនេះក៏បានធ្វើឲ្យពួកគេប្រប្រាស់ជាមួយនឹងម៉ាណាអស់ពីខ្លួនបាត់ទៅហើយឬហើយនៅពេលនោះដោយសារតែមិនបានធ្វើការសិក្សាពីអ្នកភូមិឲ្យបានច្រើនពួកគេគឺមិនដឹងឡើយថាសាច់បិសាចគេគឺមានជាមួយនឹងជីវិតពីរតែពេលស្លាប់ហើយគេក៏អាចរស់ឡើងមកវិញក៏ប៉ុន្តែដោយសារតែនៅពេលនេះពួកគេគឺគ្មានម៉ាណានៅក្នុងខ្លួនទេដូច្នេះហើយគេមានន័យថាពួកគេគឺមិនអាចយកគ្នាបន្តទៀតបានឡើយដូច្នេះហើយនៅពេលនោះសាច់បិសាចក៏បានធ្វើការចាប់ Area ក៏ដូចជាសមាជិករបស់គេម្នាក់ទៀតស៊ីភ្លាមៗនៅកន្លែងកើតហេតុហើយនៅពេលនោះក៏ដល់វេនរបស់ Thiana សាច់បិសាចក៏បានមើលឃើញថាការបាត់ទៅ Thiana នៅពេលនេះនឹងគឺមានកូនជាមួយនឹងសៃយ៉ាបាត់ទៅហើយនៅពេលផងដែរសៃយ៉ាគេក៏បានធ្វើការលុបចង្កូនសូមអំបោះសាច់បិសាចឲ្យគេទុកជីវិតឲ្យទៅកាន់ Thiana ក៏ដូចជាកូនរបស់គេក៏ប៉ុន្តែសាច់បិសាចគឺមិនស្ដាប់នោះទេគេក៏បានធ្វើការសម្លាប់ Thiana ក៏ដូចជាសៃយ៉ានៅកន្លែងហ្នឹងភ្លាមហើយបេសកកម្មរបស់គេក៏ត្រូវបានបរាជ័យក៏ប៉ុន្តែ Area ដោយសារតែនាងគឺជាទេវតានាងក៏អាចចាប់ជាតិឡើងបានមកវិញសៃយ៉ាដោយសារតែគេគឺជាបរិបរទៅបានកោះហើយដូច្នេះហើយគេមានន័យថាគេក៏ត្រូវវិលត្រឡប់ទៅកាន់ភពដើមរបស់ខ្លួនវិញហើយគេក៏អាចផ្លេចការចងចាំទាំងអស់ពីភពមួយនេះចំណែក Thiana វិញដោយសារតែនាងបានជួយជាច្រើនក្នុងបេសកកម្មមួយនេះនៅពេលហ្នឹងនាងក៏បានខ្លាចទៅជាទេវតាហើយ Thiana គឺជា Rista នឹងឯងដោយសារតែនាងគឺជាមនុស្សចាស់ជាតិមកជាទេវតានាងគឺមិនមានការចងចាំពីជាតិមនុស្សរបស់នាងនោះទេនេះហើយក៏ជាមូលហេតុដែលសៃយ៉ាគឺតែប្រយ័ត្ននឹងវឹកហាត់ជានិច្ចរួចហើយនៅពេលដែល Rista មកធ្វើការកោះហៅសៃយ៉ាមកកាន់ទៅនេះជាលើដំបូងការចងចាំរបស់គេមួយចំនួនក៏បានលើកឡើងមកវិញនេះហើយក៏ជាមូលហេតុដែលគេមិនបាននិយាយពាក្យថា Starter បើជានិយាយពាក្យ property ទៅវិញរួចហើយ data ដែលបញ្ចេញមកនោះគឺជា data របស់គេកាលពីមុនគឺដោយសារតែវា error មិនបានចេញជាមួយនឹង data របស់គេក្នុងពេលបច្ចុប្បន្ននេះនោះទេក្រោយបានដឹងអំពីរឿងរ៉ាវទាំងអស់ហើយនៅពេលនោះផងដែរ Rista នឹងក៏បានស្រេចចិត្តថាធ្វើដំណើរទៅជួយសៃយ៉ាតែម្ដងដែលនាងក៏បានបាត់ផតថមួយដើម្បីធ្វើដំណើរទៅដល់កន្លែងសាច់បិសាចភ្លាមៗតែម្ដងទៅដែលនេះគឺជាការហាមឃាត់ក៏ប៉ុន្តែ Rista នឹងក៏បាននិយាយថានាងគឺមិនខ្វល់អ្វីទាំងអស់ទោះបីជានាងទទួលជាមួយនឹងការពិន័យបែបណាក៏ដោយក៏នាងសុខចិត្តដែរដើម្បីបានទៅជួយសៃយ៉ាឬហើយនៅពេលហ្នឹងម៉ាស់ក៏ដូចជាអ៊ីលូក៏បានធ្វើដំណើរទៅជាមួយនឹងនាងដូចគ្នាចំណែកសៃយ៉ាវិញនៅពេលនេះដែរគឺកំពុងធ្វើការវាយគ្នាជាមួយនឹងសាច់បិសាចនៅពេលដែរពួកគេតែម្នាក់ក៏បានធ្វើដំណើរមកដល់ឬហើយដោយសារតែសៃយ៉ាគឺមិនមែនជាមួយនឹងអាវុធទិព្វដូចជាដាវ Legendary ជាមួយនឹង Armor Legendary នោះទេគឺមិនអាចធ្វើអ្វីទៅលើសាច់បិសាចបានឡើយគេធ្វើថាសាច់បិសាចនេះគឺមានតែអាវុធទាំងពីរនេះតែប៉ុណ្ណោះទើបអាចវាប្រហារទៅលើគេបានឬហើយដល់ជុំវិញទៅនេះគឺបំពេញទៅដោយចង្វាក់នៃការបំផ្លាញដូច្នេះហើយគឺមានន័យថាបើសិនបើសៃយ៉ាស្លាប់ឬក៏ Rista ស្លាប់នៅទីនេះគឺមានថាពួកគេគឺមិនរស់សាជាថ្មីបាននោះទេនៅពេលហ្នឹងវាយ៉ាងណាក៏មិនអាចឆាត់ទៅលើសាច់បិសាចបានសៃយ៉ាដោយសារតែគេបានធ្វើការវឹកហាត់ជាមួយនឹង Valkyrie ការផលិតមុននោះនាងក៏បានធ្វើការបង្រៀនគេអំពីក្បាច់ខ្លោងទ្វារ Valhalla ដូច្នេះហើយនៅពេលហ្នឹងសៃយ៉ាគេក៏បានស្រឡាយិតប្រើប្រាស់ជាមួយនឹងក្បាច់មួយនេះដើម្បីធ្វើការសម្លាប់សាច់បិសាចតែម្ដងក៏ប៉ុន្តែក្បាច់
ម្នាក់ក្រោយពេលដែលប្រើប្រាស់ហើយរាងកាយរបស់គេក៏ត្រូវរងជាមួយនឹងគ្រោះថ្នាក់រយៈពេល30វិនាទីដូច្នេះគេមានន័យថារាងកាយជំរឿនរបស់គេគឺមិនអាចទ្រាំទ្របានឡើយដូច្នេះហើយនៅប៉ុណ្ណឹងរីស្តានឹងគេបានព្យាយាមព្យាបាលរបួសឲ្យទៅកាន់គេក៏តែទៅបីជំនាញព្យាបាលយ៉ាងណាក៏មិនអាចជួយគេបានសម្រេចដូចគ្នាដូច្នេះហើយនៅប៉ុណ្ណឹងនឹងគេបានធ្វើការស្នើសុំទៅកាន់អ៊ីស្តាបកគោជាមួយថាពលព្យាបាលរបស់នាងឲ្យទាំងអស់មកអ៊ីស្តានឹងគេបាននិយាយថាគាត់គឺមិនអាចធ្វើបានទេការដែលនាងធ្វើការទៅលផតចូលទៅក្នុងប្រាសាទរបស់ស្ដេចបិសាចនឹងគឺធ្វើខុសច្បាប់ទេវតាម្ដងហើយដូច្នេះហើយនឹងគឺមិនអាចធ្វើខុសច្បាប់ទេវតាម្ដងទៀតឡើយនៅពេលនោះដែររីស្តាក៏បានតទៅថាអត់ខ្វល់នោះទេសំខាន់ឲ្យទៅអាចព្យាបាលជាមួយនឹងរបួសសៃយ៉ាបានតើបីជានាងទៅទទួលជាមួយនឹងការពិន័យបែបណាក៏នាងយកព្រមដែររហូតនៅពេលនោះរីស្តាក៏អាចធ្វើការព្យាបាលរបួសទាំងអស់ឲ្យទៅកាន់សៃយ៉ាបានសម្រេចក្រោយពេលដែលបានព្យាបាលរបួសសៃយ៉ាបានសម្រេចហើយរីស្តានឹងក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនតែម្ដងនៅបាននិយាយថាអេប្រុសតូចក្មេងតូចអីក៏ម៉ែហ្នឹងបារម្ភពីនាងអីខ្លាំងម៉ែហ่าបានជាមកប្រយុទ្ធតែម្នាក់ឯងអញ្ចឹងមិនឆ្លៃនាងខ្លាំងមែនឆ្លៃនាងខ្លាំងណាស់មែនទេសុំថែមួយមកសុំថែមួយមកក៏ប៉ុន្តែពេលវេលាសប្បាយចិត្តគឺមិនបានយូរទេនៅពេលនោះដែរសាតែសាច់បិសាច់បានធ្វើការបង្ហាញខ្លួនសារជាថ្មីដូច្នេះហើយនៅពេលហ្នឹងសៃយ៉ាគឺមិនអាចធ្វើអ្វីបានទេដើម្បីយកឈ្នះទៅសាច់បិសាច់មួយនេះគេក៏បានស្រាវជ្រាវធ្វើការប្រើប្រាស់ជាក្បាច់ខ្លោងទ្វារវ៉ាហាឡាម្ដងទៀតធ្វើការឆ្លាស់សាច់បិសាច់មួយនេះចោលតែម្ដងក៏ប៉ុន្តែដោយសារតែគេគឺត្រឹមតែជាមនុស្សធម្មតារឿងការរបស់គេគឺមិនអាចទប់ទល់ជាមួយនឹងការវាយប្រហាររកក្បាច់មួយនេះចំនួន2ដងបានទេដូច្នេះហើយគេមានន័យថាទោះបីជារីស្តាខំព្យាបាលរបួសអត់ទៅកាន់គេយ៉ាងណាក៏ដោយក៏រាងកាយរបស់សៃយ៉ានៅពេលនេះគឺកំពុងតែរលាយបន្តិចម្ដងសៃយ៉ាមុនពេលដែលគេចាក់ចេញទៅគេក៏បានធ្វើការផ្ដាំទៅកាន់អ៊ីយ៉ាលូក៏ដូចជាម៉ាស់ឲ្យពួកគេទៅពីអ្នកជួយមើលថែនគរមួយនេះរ៉ូសានឹងគឺជាសាច់ល្អគឺជាចិត្តថានឹងគឺច្បាស់ជាអាចមើលថែនគរមួយនេះបានយ៉ាងល្អនឹងឲ្យពួកគេទៅពីអ្នកធ្វើការសហការគ្នាជាមួយនឹងនាងសៃយ៉ានៅពេលបណ្ដាគេហាក់ដូចជាចងចាំចំណុចអតីតកាលរបស់ខ្លួនហើយគេក៏បាននិយាយថាអារម្មណ៍នេះហាក់ដូចជាធ្លាប់ស្គាល់ខ្ញុំនៅពេលនេះចងចាំវាហើយទីបំផុតនៅពេលនេះខ្ញុំការពារនាងបានសម្រេចហើយឬហើយនៅពេលហ្នឹងសៃយ៉ាគេក៏បានស្លាប់បាត់ទៅក្រោយពីការលះបង់ជីវិតរបស់សៃយ៉ាដើម្បីយកឈ្នះទៅលើមេបិសាចនៅពេលផុតណាគ្រប់យ៉ាងក៏មានជាមួយនឹងសន្តិភាពឡើងមកវិញម៉ាស់ជាមួយនឹងអេឡូក៏បានសម្រេចចិត្តនៅក្នុងរាជវៈបន្តដើម្បីជួយការពារនគរមួយនេះជាមួយនឹងរ៉ូសាចំណែករីស្តាវិញនាងក៏ត្រូវវិលត្រឡប់ទៅកាន់ឋានសួគ៌របស់នាងវិញក្រោយពេលនាងបានវិលត្រឡប់ទៅដល់ឋានសួគ៌វិញហើយនៅពេលនេះនាងក៏បានឃើញថានៅទីនេះគឺមិនមានជាមួយនឹងវត្តមានរបស់សៃយ៉ាទៀតនោះទេនៅពេលនេះនាងគឺបានត្រូវតែខូចចិត្តតែម្នាក់ឯងនៅពេលផុតអេរីក៏បានមកជួបនាងនៅបាននិយាយថាអេស្តាក៏មានបំណងចង់ជួបនាងព្រោះហើយខណៈពេលដែលនាងកំពុងធ្វើដំណើរតាមផ្លូវនៅពេលនោះនាងក៏បានជួបជាមួយនឹងទេវតាផ្សេងទៀតដែលបានមកលើកទឹកចិត្តទៅកាន់នាងហើយក៏ដូចជាអេដេនអីដែលបានលងសាញ់ទៅលើសៃយ៉ាអីចឹងណាហើយនៅពេលនោះចាយមេទីក៏បានមកដល់នៅនិយាយព្រឹត្តិការណ៍រីស្តាថានៅដូចជាធំក្លិនវីរៈបរោះប្រុសផ្សេងទៀតអីចឹងណាសង្ឃឹមថារីស្តានឹងក៏ហៅចូលនៅវីរៈបរោះសង្ហាផ្សេងទៀតក៏ព្រោះថាគាត់នៅពេលនេះគឺកំពុងតែសើមហើយនៅពេលនោះនាងក៏បានចាក់ចេញទៅបាត់ទៅរហូតនៅតាមផ្លូវនាងក៏បានជួបជាមួយនឹងវ៉ាការីវិញម្ដងវ៉ាការីក៏បាននិយាយថានឹងគឺសង្ឃឹមថាថ្ងៃណាមួយនៅពេលដែលនាងមកជួបជាមួយនឹងរីស្តាម្ដងទៀតគេឃើញជាមួយនឹងទឹកមុខរបស់នាងញញឹមសាជាថ្មីទាំងក្រោយពេលបានជួបជាមួយនឹងអ៊ីស្តាហើយអ៊ីស្តានឹងក៏បាននិយាយថាការពិន័យទៅលើរីស្តានោះគឺឲ្យនាងធ្វើចូលនឹងបេសកកម្ម Double S នោះគឺឲ្យនាងវិលត្រឡប់ទៅកាន់អ៊ីសូភៀដែលជានគរដើមរបស់នាងវិញក៏ប៉ុន្តែនៅក្នុងបេសកកម្មមួយនេះគឺក៏មិនឲ្យរីស្តាប្រើប្រាស់ជាមួយនឹងធម៌ពលរបស់នាងនោះទេគឺទៅធ្វើដូចជាមនុស្សធម្មតានឹងឯងនៅពេលម្ដងអេរីក៏បាននិយាយថាធ្វើអញ្ចឹងហាក់ដូចជាខុសខើខ្លាំងណាស់ក៏ព្រោះថាអ៊ីសូភៀនៅពេលនេះគឺពពេញទៅដោយបិសាចស្ទើរតែ90% បាត់ទៅហើយនាងគឺទៅមានន័យអ្វីទៅក៏ព្រោះថានាងគឺជាទេវអប្សរដែលមិនអាចជួយ support ជាមួយនឹង hero របស់នាងបានផងហ្នឹងអ៊ីស្តាក៏បាននិយាយថាជាមួយនឹងវីរៈបរោះម្នាក់នេះនឹងគឺច្បាស់ជាអាចធ្វើវាបានក៏ព្រោះថាការវាយគ្នាការផលិតមុននោះក្រោយពេលដែលសៃយ៉ាបានប្រើប្រាស់ជាមួយនឹងទ្វារឋាននរកជាលើកទី2ហើយចរវៈនៃការបំផ្លាញក៏ត្រូវបានរំលាយចោលដោយនេះហើយគេមានន័យថាសៃយ៉ាគឺនៅតែវិលត្រឡប់ទៅកាន់ភពដើមរបស់គេវិញរីសានៅតែធ្វើការកោះហៅគេមកធ្វើជាវីរៈបរោះរបស់នាងដោយនេះហើយគេមានន័យថារីសាក៏នៅតែអាចធ្វើការបន្តដំណើរសងព្រេងជាមួយនឹងសៃយ៉ាបានដដែលអូខេគ្នាជឿរឿងរបស់យើងគឺមានតែប៉ុណ្ណឹងទេអរគុណគ្នាសាធការតនសាតាំងតែពីដល់ចប់ហើយយ៉ាប់រឿងនេះគឺចេញតាំងតែពីឆ្នាំ2019រហូតមកដល់ឥឡូវនេះគឺរយៈពេល7ឆ្នាំហើយក៏ប៉ុន្តែគឺអត់ទាន់មានជាមួយនឹង season 2ទេហើយខ្ញុំក៏អត់ដឹងថាគេនឹងធ្វើឬក៏អត់ដែរតែមើលទៅភាគរយច្រើន7ឆ្នាំហើយគេនឹងតធ្វើតហើយចឹងហើយគេមានន័យថាគេមានត្រឹមតែមួយ season ហ្នឹងឯងហើយយ៉ាប់មានតែប៉ុណ្្នឹងទេអរគុណគ្នាសាធការតនសាតាំងតែពីដល់ចប់ពីខ្ញុំម៉ាកូសេស្លាគ្នាបាយបាយ